ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទអេសាពីកម្មវិធីការពិតផ្ទាល់អេពីសូតទី6នេះផងដែរគឺជាអេពីសូតមួយដែលព្រឺព្រួយខ្លាំងមែនទែននៅក្នុងចំណងជើងខ្ញុំបានដាក់ថាវត្តខ្មោចកំបុតក្បាលពុកម៉ែបងប្អូនទាំងអស់គ្នាគ្រាន់តែស្ដាប់ទៅលើចំណងជើងក៏ដឹងថារឿងរ៉ាវមួយនេះសាហាវខ្លាំងប៉ុណ្ណាដែរនៅក្នុងអេពីសូតទី6នេះផងដែរគឺខ្ញុំនឹងធ្វើការបកស្រាយចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាស្ដាប់កំសាន្តចំនួន4រឿងចំពោះ4រឿងនេះផងដែរគឺបានកើតឡើងនៅទីតាំងភូមិឃុំតែមួយប៉ុន្តែកន្លែងកើតហេតុនៅរឿងរ៉ាវនីមួយៗគឺមានតំបន់ផ្សេងៗគ្នាមុននឹងឈានចូលទៅដល់ការបកស្រាយពិស្ដារទៅលើសាច់រឿងទាំង4របស់យើងក៏សូមពុកម៉ែបងប្អូនទាំងអស់គ្នាបាទជួយចុច Subscribe មកលើ YouTube Channel របស់ខ្ញុំម្នាក់មួយ like Facebook page follow TikTok ដែលមានឈ្មោះដូចគ្នាគឺយូនអេសាដើម្បីទទួលបាននៅវីដេអូបន្តទៀតជារៀងរាល់ថ្ងៃពីកម្មវិធីការពិតជួបផ្ទាល់កម្មវិធីការពិតជួបផ្ទាល់អាចបន្តឆ្ពោះទៅមុខបានក៏ដោយសារតែពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងពេញចិត្តនៅក្នុងការបកស្រាយទៅលើសាច់រឿងផ្សេងៗនៅក្នុងកម្មវិធីការពិតជួបផ្ទាល់ហើយកម្មវិធីការពិតជួបផ្ទាល់នឹងបន្តផលិតវីដេអូបន្តទៀតដើម្បីចែកជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាសន្តាប់កំសាន្តជារៀងរាល់ថ្ងៃឥឡូវនេះដើម្បីកុំឲ្យខាតពេលពុកម៉ែបងប្អូនយូរយើងចូលទៅកាន់សាច់រឿងពិស្ដាររបស់យើងដូចតទៅចំពោះសាច់រឿងទី1នៅក្នុងអេពីសូតទី6នេះផងដែរគឺជាសាច់រឿងមួយដែលបានកើតឡើងចំពោះខ្លួនខ្ញុំផ្ទាល់ហើយក៏ជាសាច់រឿងមួយខ្ញុំយកទៅដាក់ជាចំណងជើងនៅក្នុងអេពីសូតទី6នេះគឺវត្តខ្មោចកំបុតក្បាលរឿងរ៉ាវមួយនេះគឺបានកើតឡើងចំពោះខ្ញុំហើយខ្ញុំពិតជាព្រឺព្រួយខ្លាំងមែនទែនខណៈពេលដែលខ្ញុំបានជួបទៅលើពពួកអាមនុស្សនៅទីតាំងនោះចំពោះសាច់រឿងពិស្ដារគឺនៅក្នុងខែកញ្ញាឆ្នាំ2013គឺប៉ះនៅក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនៅពេលនោះផងដែរគឺលោកយាយរបស់ខ្ញុំគាត់បានខលទូរស័ព្ទមកកាន់ខ្ញុំហើយនឹងបងប្អូនរបស់ខ្ញុំមួយចំនួនទៀតក៏បានហៅពួកខ្ញុំហើយនឹងម្ដាយឪពុករបស់ខ្ញុំនឹងទៅចូលរួមពិធីកាន់បិណ្ឌនៅក្នុងវត្តមួយកន្លែងនៅទីតាំងភូមិឃុំរបស់គាត់ពេលនោះផងដែរដោយសារតែខ្ញុំហើយនឹងបងប្អូនរបស់ខ្ញុំបានពិភាក្សាគ្នាថាយើងកម្របានទៅលេងទីតាំងផ្ទះលោកយាយយូរហើយដូច្នេះហើយយើងសម្រេចចិត្តថាចូលរួមក្នុងពិធីកាន់បិណ្ឌនោះទាំងអស់គ្នានៅទីតាំងផ្ទះរបស់លោកយាយខណៈពេលនោះផងដែរខ្ញុំអត់ដឹងថាការចូលរួមពិធីកាន់បិណ្ឌហ្នឹងយើងធ្វើនៅផ្ទះឬក៏ធ្វើនៅទីវត្តអារាមទេខ្ញុំអត់ទាន់យល់ច្បាស់អំពីពិធីផ្សេងនៅក្នុងពិធីកាន់បិណ្ឌនោះទេអញ្ចឹងដោយសារតែលោកយាយគាត់បានខលហៅខ្ញុំម្ដាយឪពុករបស់ខ្ញុំបែបនេះហើយទើបពួកខ្ញុំបានសម្រេចចិត្តថាធ្វើដំណើរចេញទៅនៅក្នុងថ្ងៃស្អែកក៏បានមកដល់គឺជាថ្ងៃទី1ដែលពួកខ្ញុំបានធ្វើដំណើរពីខេត្តបាត់ដំបងទៅកាន់ខេត្តបន្ទាយមានជ័យដែលជាភូមិឃុំរបស់លោកយាយនៅទីតាំងនោះនៅក្នុងការធ្វើដំណើរពីខេត្តបាត់ដំបងទៅកាន់ខេត្តបន្ទាយមានជ័យនោះគឺយើងធ្វើដំណើរដោយការជិះម៉ូតូទាំងអស់គ្នាអ្នកនរគ្នាមូលហេតុដែលពួកខ្ញុំធ្វើដំណើរដោយជិះម៉ូតូដោយសារតែទីតាំងតំបន់ចូលទៅកាន់ផ្ទះយាយរបស់ខ្ញុំគឺមានសភាពផ្លូវតូចចង្អៀតហើយនឹងរអិលខ្លាំងមែនទែនអ្នកនរគ្នាអញ្ចឹងនៅក្នុងខែកញ្ញាឆ្នាំ2013នោះគឺប៉ះទៅនឹងបុណ្យភ្ជុំបិណ្ឌហើយក៏ជាខែមួយពោពេញទៅដោយភ្លៀងធ្លាក់រិចរ៉ែផងដែរអ្នកនរគ្នាពេលហ្នឹងគឺយើងអាចធ្វើដំណើរដោយជិះឡានបានទេដោយសារតែសភាពផ្លូវគឺពិបាកខ្លាំងមែនទែនអញ្ចឹងដោយសារតែផ្លូវមួយនឹងមានសភាពពិបាកខ្លាំងពេកទើបយើងធ្វើដំណើរដោយការជិះម៉ូតូសូម្បីតែការជិះម៉ូតូក៏មានការពិបាកច្រើនដែរអ្នកនរគ្នាដោយសារតែផ្លូវនោះរអិលខ្លាំងហើយចង់និយាយថានៅពេលដែលភ្លៀងបើសិនជាផ្លូវលំដែលមានគ្រួសក្រហមឬក៏គ្រួសពណ៌សអីចឹងណាយើងអាចជិះទៅវាអត់សូវរអិលដូចផ្លូវដីទេខណៈពេលនោះផងដែរនៅក្នុងអំឡុងឆ្នាំ2013ហ្នឹងគឺគ្រួសមានតិចខ្លាំងមែនទែននៅលើផ្លូវនោះគឺពោពេញទៅដោយដីហើយនឹងគ្រួសលីឡំគ្នាធ្វើឲ្យការធ្វើដំណើរគឺពិតជាពិបាកខ្លាំងមែនទែនទម្រាំតែទៅដល់ផ្ទះយាយរបស់ខ្ញុំអញ្ចឹងការធ្វើដំណើរពីខ្នល់ជាតិលេខ5ចូលទៅក្នុងតាមផ្លូវលំមួយបើសិនជាយើងគិតពីខ្នល់ជាតិលេខ5រហូតទៅដល់ទីតាំងផ្ទះយាយរបស់ខ្ញុំគឺមានប្រវែងប្រហែលជា10គីឡូដីអ្នកនរគ្នាអញ្ចឹងមានន័យថាវាឆ្ងាយខ្លាំងមែនទែនបើសិនជាយើងជិះម៉ូតូយើងចំណាយពេលវេលាប្រហែលជា1ម៉ោងកន្លះទើបទៅដល់ផ្ទះលោកយាយរបស់ខ្ញុំ1ម៉ោងកន្លះនេះខ្ញុំគិតទៅលើភាពពិបាកក្នុងផ្លូវមួយនោះដែលយើងធ្វើដំណើរពិបាកខ្លាំងមែនទែនទម្រាំទៅដល់ទីតាំងផ្ទះយាយរបស់ខ្ញុំអញ្ចឹងខណៈពេលនោះផងដែរគឺធ្វើដំណើរដោយមួលជើងខោ
ហើយស្បែកជើងអត់អាចពាក់បានទេព្រោះថាវាល្អិលខ្លាំងពេកនៅពេលដែលយើងពាក់ស្បែកជើងទៅពេលដែលយើងយកជើងទ្រទៅលើដីទាំងអស់ហ្នឹងវាអាចនឹងស្អិតបែកជើងយើងជាប់ទីតាំងហ្នឹងហើយយើងអាចនឹងដាច់ស្បែកជើងដាច់អីផ្សេងៗចឹងទៅអញ្ចឹងពុកម៉ែបងប្អូនទាំងគ្នាគ្រាន់តែស្ដាប់ទៅលើការបកស្រាយបន្តិចប៉ុណ្នេះអាចនឹងយល់ហើយថាទីតាំងភូមិសាស្ត្រនោះវាឆ្ងាយប៉ុណ្ណាពីទីរួមខេត្តវាគឺជាទីតាំងមួយដែលស្ថិតនៅក្នុងភូមិមួយដែលដាច់ស្រយាលខ្លាំងមែនទែនពីផ្ទះប្រជាពលរដ្ឋនៅទីប្រជុំជនពុកម៉ែបងប្អូនទាំងអស់គ្នាប្រហែលជាស្គាល់ផ្សារគុតសតហើយអញ្ចឹងផ្លូវមួយនោះគឺចូលតាមផ្សារគុតសតឆ្ពោះទៅកាន់ទីតាំងកន្លែងហ្នឹងគឺមានចម្ងាយ10គីឡូដីអញ្ចឹងនៅទីតាំងតំបន់ផ្ទះយាយរបស់ខ្ញុំគឺពិបាកខ្លាំងមែនទែនបើសិនជាយើងឈឺឬក៏មានបញ្ហាណាមួយកើតឡើងនៅពេលយប់វាពិបាកខ្លាំងមែនទែននៅក្នុងការធ្វើដំណើរជិះមកកាន់ផ្លូវជាតិលេខ5ទីតាំងនឹងផងដែរគឺស្ថិតនៅតំបន់អូជ្រៅផ្សារគុតសតអញ្ចឹងប្រហែលជាមានអ្នកបន្ទាយមានជ័យមួយចំនួនអាចនឹងស្គាល់ទីតាំងនឹងហើយគឺនៅម្ដុំផ្សារគុតសតមានផ្លូវលំចូលទៅទូចមួយគឺជាផ្លូវលំឆ្ពោះទៅកាន់ទីតាំងផ្ទះលោកយាយរបស់ខ្ញុំនឹងឯងហើយផ្លូវមួយនឹងផងដែរបច្ចុប្បន្ននេះគឺគេពង្រីកហើយអ្នកនរគ្នាផ្លូវមួយនឹងមិនមែនចិត្តទេចម្ងាយផ្លូវមួយនឹងប្រហែលជាចូលលបាក់50ទៅ60គីឡូឯណោះអ្នកនរគ្នាផ្លូវមួយនឹងគឺជាផ្លូវមួយដែលកាត់ពីបន្ទាយមានជ័យទៅកាន់ខេត្តបាត់ដំបងផងដែរបើសិនជាយើងជិះពីផ្សារគុតសតនឹងរហូតវាចាក់ទៅចេញនៅអំពិល5ដើមបាទស្រុកបវលខេត្តបាត់ដំបងអញ្ចឹងបកមកកាន់សាច់រឿងពិស្ដាររបស់យើងវិញនៅពេលដែលខ្ញុំហើយនិងបងប្អូនរបស់ខ្ញុំបានធ្វើដំណើរទៅដល់ទីតាំងផ្ទះរបស់លោកយាយពេលនោះផងដែរគឺលោកយាយហើយនិងអ៊ំពូមីងផ្សេងទៀតក៏អត់បាននៅផ្ទះទេដោយសារតែពួកគាត់ទាំងអស់គ្នាបានរៀបចំសម្ភារៈមួយចំនួននៅទីតាំងវត្តអារាមព្រោះថាស្អែកយើងត្រូវកាន់បិណ្ឌអញ្ចឹងហើយយើងត្រូវរៀបចំសម្ភារៈមួយចំនួនហ្នឹងនៅទីតាំងវត្តអារាមមួយនោះដោយសារតែម៉ាក់របស់ខ្ញុំគាត់ស្គាល់ទីតាំងវត្តអារាមមួយនោះទើបគាត់បានជូនខ្ញុំទៅកាន់ទីតាំងវត្តអារាមនោះដើម្បីជម្រាបសួរយាយតាហើយនិងអ៊ំពូមីងផ្សេងៗទៀតនៅទីតាំងនោះនៅពេលដែលពួកខ្ញុំទៅដល់សភាពវត្តមួយហ្នឹងគឺពិតជាគួរឲ្យខ្លាចខ្លាំងមែនទែនអ្នកនរគ្នាវត្តមួយនោះគឺដាច់ស្រយាលពីភូមិខ្លាំងមែនទែននៅទីតាំងជិតវត្តគឺអត់មានផ្ទះប្រជាពលរដ្ឋទេខ្ញុំឆ្ងល់ដែរថាធ្លាប់តែឃើញវត្តនៅកណ្ដាលភូមិឬក៏វត្តមួយដែលមានពុទ្ធបរិស័ទរស់នៅតាមជិតនោះសភាពវត្តហ្នឹងគឺពិតជាគួរឲ្យខ្លាចខ្លាំងមែនទែនអ្នកនរគ្នានៅពេលដែលខ្ញុំទៅដល់ខ្លោងទ្វារវត្តខ្ញុំបានចាប់អារម្មណ៍ថាហេតុអ្វីវត្តមួយនេះដាច់ស្រយាលពីភូមិខ្លាំងម្ល៉េះហេតុអ្វីបានវត្តមួយនេះមិនមានផ្ទះប្រជាពលរដ្ឋរស់នៅក្បែរវត្តអារាមមួយហ្នឹងវត្តមួយនោះផងដែរគឺមានទីធ្លាធំខ្លាំងមែនទែនអ្នកនរគ្នាប៉ុន្តែអត់មានរបងទេខ្ញុំនិយាយសភាពវត្តមួយនោះនៅពេលដែលខ្ញុំចូលទៅខ្ញុំឃើញថាវត្តអារាមមួយនោះផងដែរហាក់បីដូចជាប្លែកខុសគេខ្លាំងមែនទែនបើសិនជាយើងចូលទៅតាមខ្លោងទ្វារហើយយើងឈរនៅចំកណ្ដាលបរិវេណវត្តមួយនោះគឺយើងសម្លឹងទៅត្រង់នឹងឃើញសាលាឆាន់មួយហើយក្រោយសាលាឆាន់នោះផងដែរគឺពោពេញទៅដោយដើមឈើតូចធំច្រើនខ្លាំងមែនទែនអ្នកនរគ្នាបើសិនជាយើងក្រឡេកមកខាងស្ដាំដៃយើងនឹងឃើញព្រះវិហារមួយដែលកំពុងតែទុកចោលកសាងមិនទាន់រួចមានន័យថាព្រះវិហារមួយនោះគឺបានកសាងហើយប៉ុន្តែកសាងបានត្រឹមតែ 30% ទេគឺបានទុកចោលពាក់កណ្ដាលផ្លូវហើយសភាពព្រះវិហារមួយនោះផងដែរគឺមានស្លែដុះហើយនឹងមានស្មៅដុះជាច្រើននៅព័ទ្ធជុំវិញទីតាំងកន្លែងនោះអ្នកទាំងអស់គ្នាសាកសម័យរូបភាពមើលសំណង់មួយដែលមិនទាន់សាងសង់រួចទុកចោលមិនដឹងតាំងពីឆ្នាំណាដែលមានស្លែដុះហើយនឹងមានដើមឈើតូចធំមួយចំនួនស្មៅស៊ុបទ្រុបដុះនៅក្នុងព្រះវិហារមួយហ្នឹងហើយនឹងបរិវេណផ្សេងទៀតនៅក្បែរនឹងច្រើនខ្លាំងមែនទែនបើសិនជាយើងក្រឡេកមកខាងឆ្វេងដៃនៃព្រះវិហារមួយនោះគឺយើងឃើញឡដុតខ្មោចមួយមានសភាពគួរឲ្យខ្លាចខ្លាំងមែនទែនអ្នកនរគ្នាសភាពដែលគួរឲ្យខ្លាចនេះបង្កប់ទៅដោយដើមឈើជាច្រើននៅទីតាំងតំបន់ឡមួយហ្នឹងជាមួយនឹងព្រះវិហារដែលនៅជាប់គ្នាហ្នឹងមានន័យថាឡមួយហ្នឹងហើយនឹងព្រះវិហារមិនឆ្ងាយពីគ្នាប៉ុន្មានទេអ្នកនរគ្នាអញ្ចឹងនៅពេលដែលយើងឈរចំកណ្ដាលបរិវេណវត្តមួយហ្នឹងបើសិនជាគិតពីពាក់កណ្ដាលហ្នឹងទៅកាន់ឡដុតខ្មោចមួយហ្នឹងគឺប្រហែលជា40ម៉ែត្រអ្នកនរគ្នា
អញ្ចឹងមានន័យថាវារៀងឆ្ងាយគួរសមដែរប៉ុន្តែយើងមើលឃើញទស្សនវិជ្ជាផ្សេងៗគឺច្បាស់ខ្លាំងមែនទែនកន្លែងហ្នឹងអញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចងចាំកន្លែងលដុតខ្មោចមួយហ្នឹងតិចទៀតដល់សាច់រឿងព្រឺព្រួចនៅកន្លែងហ្នឹងបើសិនជាយើងឈរនៅកណ្ដាលបរិវេណវត្តមួយនឹងផងដែរយើងក្រឡេកមកខាងឆ្វេងដៃយើងនឹងឃើញកុដិលោកមួយចំនួននៅទីតាំងតំបន់នោះជាមួយនឹងដើមជ្រៃនិងដើមពោធិ៍ធំខ្លាំងមែនទែនអញ្ចឹងខ្ញុំសូមបញ្ជាក់ផងដែរថាទីតាំងតំបន់វត្តអារាមមួយនោះគឺមានលោកតិចខ្លាំងមែនទែនមានត្រឹមតែ3អង្គតែប៉ុណ្ណោះអ្នកទាំងគ្នាស្ដាប់អត់ច្រឡំទេនៅទីតាំងវត្តអារាមមួយហ្នឹងគឺមានលោកត្រឹមតែ3អង្គតែប៉ុណ្ណោះដែលសុទ្ធសឹងតែជាព្រះសង្ឃដែលមានព្រះជន្មច្រើនខ្លាំងមែនទែនអ្នកទាំងគ្នាអញ្ចឹងខ្ញុំក៏សូមអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនផងដែរបើសិនជាខ្ញុំនិយាយពាក្យស័ព្ទពាក្យសង្ឃមិនត្រឹមត្រូវដោយសារតែខ្ញុំអត់បានរៀនសូត្រទៅលើពាក្យស័ព្ទពាក្យសង្ឃច្រើនដូច្នេះខ្ញុំមិនសូវប្រសពនៅក្នុងការនិយាយទេអញ្ចឹងទីតាំងកន្លែងហ្នឹងគឺមានព្រះសង្ឃតែ3ព្រះអង្គទេទើបទីតាំងវត្តអារាមមួយនោះគ្មានអ្នកសម្អាតឲ្យបានស្អាតបាតទីតាំងព្រះវិហារដែលបានទុកចោលនោះគឺកសាងអត់ទាន់ហើយទេមិនដឹងថាសល់តាំងពីជំនាន់ណារហូតមកដល់ឆ្នាំ2013ហ្នឹងឃើញថាសភាពគឺពិតជាចាស់ខ្លាំងមែនទែនអំឡុងពេលដែលខ្ញុំធ្វើដំណើរពីផ្ទះយាយរបស់ខ្ញុំទៅកាន់ទីតាំងវត្តអារាមមួយនោះគឺវាល្ងាចទៅហើយអ្នកនរគ្នាវាធ្លាក់ថ្ងៃទៅហើយខ្ញុំហើយនឹងបងប្អូនផ្សេងៗទៀតអត់បាននៅទីតាំងវត្តអារាមនឹងយូរទេដោយសារតែខ្ញុំមានសភាពភ័យខ្លាចទៅលើវត្តអារាមនឹងផងហើយមួយទៀតដោយសារតែវាធ្លាក់ថ្ងៃទៅហើយខ្ញុំហើយនឹងអ៊ំពូមីងយាយតាផ្សេងៗក៏បានសម្រេចចិត្តថាធ្វើដំណើរត្រឡប់មកផ្ទះយាយរបស់ខ្ញុំវិញដើម្បីស្នាក់នៅទីនោះអញ្ចឹងខ្ញុំសូមកាត់ទៅដល់ព្រឹកឡើងនៅពេលដែលព្រឹកថ្ងៃទី2ចូលមកដល់គឺពួកយើងបានក្រោកពីព្រលឹមខ្លាំងមែនទែនដើម្បីទៅចូលរួមក្នុងកម្មវិធីកាន់បិណ្ឌរបស់លោកយាយរបស់ខ្ញុំនៅពេលនោះផងដែរគឺឃើញសភាពប្រជាពលរដ្ឋនៅទីតាំងតំបន់នោះអត់មានច្រើនទេអ្នកទាំងគ្នាមានត្រឹម4-10នាក់តែប៉ុណ្ណោះដែលចូលរួមនៅក្នុងកម្មវិធីកាន់បិណ្ឌនៅទីតាំងនោះទីតាំងវត្តអារាមនឹងផងដែរខ្ញុំសូមបញ្ជាក់ម្ដងទៀតគឺពិតជាមានសភាពឆ្ងាយពីផ្ទះប្រជាពលរដ្ឋខ្លាំងមែនទែនហើយមិនត្រឹមតែដាច់ស្រយាលពីភូមិនោះទេថែមទាំងតំបន់ទីតាំងនោះមានពោពេញទៅដោយដើមឈើដុះស៊ុបទ្រប់ខ្លាំងមែនទែនហាក់បីដូចជាទីតាំងវត្តអារាមមួយនោះគឺនៅចំកណ្ដាលព្រៃអញ្ចឹងអ្នកទាំងគ្នាអញ្ចឹងខ្ញុំសូមកាត់មករហូតដល់ពេលថ្ងៃត្រង់នៅម៉ោង12ខណៈពេលដែលខ្ញុំហើយនឹងបងប្អូនផ្សេងៗទៀតបានបរិភោគអាហារនៅវត្តអារាមរួចរាល់អស់ហើយពួកខ្ញុំបានដើរលេងនៅទីធ្លាតំបន់នោះមួយសន្ទុះទីតាំងវត្តអារាមមួយនោះគឺពិតជាព្រឺព្រួចខ្លាំងមែនទែនអ្នកទាំងគ្នាអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេនោះគឺកន្លែងឡដុតខ្មោចដែលនៅខាងឆ្វេងដៃព្រះវិហារទុកចោលមួយនោះពេលនឹងផងដែរអ្នកទាំងគ្នាខ្ញុំអត់ដឹងថាអារម្មណ៍របស់ខ្ញុំគិតអីទេហើយខ្ញុំក៏ឆ្ងល់ដែរមូលហេតុអីបានខ្ញុំចេះតែសម្លឹងទៅមើលឡដុតខ្មោចនឹងម្ដងហើយម្ដងទៀតអញ្ចឹងឡដុតខ្មោចនឹងផងដែរមានសភាពគួរឲ្យខ្លាចខ្លាំងមែនទែនអ្នកទាំងគ្នាឡដុតខ្មោចមិនដឹងថាតាំងពីជំនាន់ណានោះទេហើយមានសភាពផ្សែងដែលបានហុយទៅវាដាមជាប់ទៅនឹងឡហ្នឹងមានសភាពខ្មៅគួរឲ្យខ្លាចខ្លាំងមែនទែនបើសិនជាយើងឈរពីចម្ងាយដាក់ភ្នែកក្រឡេកទៅមើលទីតាំងនោះអញ្ចឹងខ្ញុំសូមកាត់រហូតទៅដល់ពេលល្ងាចនៅពេលល្ងាចផងដែរដោយសារតែកម្មវិធីបានចប់ហើយពួកខ្ញុំក៏បានរៀបចំសម្ភារៈនិងអីវ៉ាន់មួយចំនួនផ្សេងទៀតដើម្បីដឹកតាមគោយន្តមកកាន់ផ្ទះយាយរបស់ខ្ញុំដោយសារតែអីវ៉ាន់ហើយនិងសម្ភារៈមួយចំនួនហ្នឹងវាមានសភាពច្រើនពេកទើបពួកខ្ញុំហើយនិងអ៊ំពូមីងផ្សេងទៀតបានធ្វើដំណើរចំនួន2ជើងអញ្ចឹងអ៊ំពូមីងរបស់ខ្ញុំក៏បានធ្វើដំណើរជើងទី2មកយកអីវ៉ាន់នឹងរួចរាល់អស់ហើយនៅសល់អីវ៉ាន់មួយចំនួនផ្សេងទៀតខ្ញុំក៏បានដឹកម៉ូតូទៅតាមក្រោយខណៈពេលនោះផងដែរប្រហែលជាម៉ោង6ល្ងាចម៉ោង6ល្ងាចនៅតំបន់ទីតាំងវត្តអារាមមួយនោះគឺជាវត្តមួយដែលនៅតំបន់ដាច់ស្រយាលអញ្ចឹងអត់មានភ្លើងប្រើប្រាស់ទេអ្នកទាំងគ្នាសូម្បីតែភ្លើងសូឡាក៏អត់ទាន់មានដែរចំនួនហ្នឹងនៅក្នុងតំបន់វត្តអារាមមួយនោះភ្លើងសូឡាក៏អត់មានភ្លើងអគ្គិសនីធម្មតាក៏អត់មានទីតាំងវត្តអារាមមួយនោះគឺពិតជាល្ងឹតស្លុបខ្លាំងមែនទែនដែលមានត្រឹមតែចន្លោះ1-2ដែលព្រះសង្ឃបានដុតបំភ្លឺនៅទីនោះពុកម៉ែបងប្អូនទាំងអស់គ្នាសាកសម័យរូបភាពមើលថាខណៈពេលដែលធ្លាក់ថ្ងៃ
នៅក្នុងអំឡុងម៉ោងប្រហែលជា6ល្ងាចវាមិនទាន់ងងឹតស្លុបនោះទេវាអាចនៅមើលឃើញព្រាលហើយយើងក៏អាចនៅមើលឃើញបានឆ្ងាយផងដែរពេលនោះផងដែរបងប្អូនរបស់ខ្ញុំហើយនិងអ៊ំពូមីងផ្សេងគាត់បានធ្វើដំណើរដោយជិះកយន្តទៅមុនខ្ញុំហើយខ្ញុំក៏កំពុងតែរៀបចំធ្វើដំណើរទៅតាមក្រោយគាត់ផងដែរខណៈពេលដែលកយន្តកំពុងតែបើកទៅប្រហែលជាបានពាក់កណ្ដាលផ្លូវហើយខ្ញុំមិនទាន់រៀបចំអីវ៉ាន់ទាំងអស់នោះហើយទេអ្នកនរគ្នាមានន័យថាសភាពពេលនោះផងដែរគឺខ្ញុំស្ថិតនៅក្នុងវត្តម្នាក់ឯងពេលនោះផងដែរខ្ញុំចាំបានថាគឺព្រះសង្ឃបានចូលទៅគង់ក្នុងគុតហើយគឺសភាពពេលនឹងផងដែរគឺខ្ញុំនៅម្នាក់ឯងចំទីធ្លាកណ្ដាលនៃវត្តអារាមមួយនោះអ្នកទាំងអស់គ្នារឿងរ៉ាវមួយដែលបានកើតឡើងចំពោះខ្ញុំខណៈពេលនោះគឺខ្ញុំព្រឺព្រួចភ័យខ្លាចខ្លាំងមែនទែនរហូតមកដល់ពេលបច្ចុប្បន្ននេះអតិថិភាពដែលយើងបានឃើញទាំងអស់នោះគឺនៅដក់ជាប់នៅក្នុងកែវភ្នែករបស់យើងជានិច្ចខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសាកសម័យរូបភាពជាមួយនឹងខ្ញុំបើសិនជាអ្នកទាំងអស់គ្នាជាខ្ញុំខណៈពេលនោះផងដែរគឺខ្ញុំនៅចំកណ្ដាលទីធ្លាវត្តកំពុងតែរៀបចំអីវ៉ាន់មួយចំនួនពេលនោះគឺខ្ញុំនៅម្នាក់ឯងសូម្បីតែព្រះសង្ឃក៏ចូលទៅក្នុងកុដិអស់ដែរអ្នកទាំងអស់គ្នាអញ្ចឹងហាក់បីដូចជាសភាពការពេលនោះផងដែរធ្វើឲ្យខ្ញុំនៅតែគិតទៅលើទីតាំងឡដុតខ្មោចដែលខ្ញុំបានសម្លឹងមើលតាំងតែពីថ្ងៃរហូតមកដល់ល្ងាចហ្នឹងនៅពេលដែលខ្ញុំទៅយកអីវ៉ាន់ហ្នឹងក៏ខ្ញុំមានអារម្មណ៍ថាមានអ្វីមួយឲ្យខ្ញុំសម្លឹងទៅកាន់ទីតាំងនោះអ្នកទាំងអស់គ្នាពេលហ្នឹងផងដែរគឺភ្នែករបស់ខ្ញុំព្យាយាមមិនសម្លឹងទៅទីតាំងនោះខ្ញុំព្យាយាមបដោតអារម្មណ៍តែធ្វើកិច្ចការរៀបចំអីវ៉ាន់នោះទេអ្នកទាំងអស់គ្នាខ្ញុំព្យាយាមអត់ធ្វើការសម្លឹងទៅកាន់ទីតាំងនោះទេប៉ុន្តែពេលនោះផងដែរអ្នកទាំងអស់គ្នារឿងរ៉ាវមួយដែលបានកើតឡើងចំពោះខ្ញុំដោយភាពភ័យខ្លាចខ្លាំងពេកអារម្មណ៍របស់ខ្ញុំនៅមិនសុខតតែសោះខណៈពេលនោះខ្ញុំក៏បានក្រឡេកមើលទៅកាន់ទីតាំងឡដុតខ្មោចមួយនោះអ្នកទាំងអស់គ្នាដឹងថាខ្ញុំឃើញអីអត់គឺខ្ញុំបានឃើញខ្មោចយាយចាស់ម្នាក់កំបុតក្បាលដើរកាត់ទីតាំងតំបន់នោះអ្នកទាំងអស់គ្នាខ្ញុំនិយាយបណ្ដាព្រឺរោមបណ្ដាខណៈពេលនឹងផងដែរអារម្មណ៍របស់ខ្ញុំភ័យតក់ស្លុតខ្លាំងមែនទែនពេលនោះអ្នកទាំងអស់គ្នាខ្ញុំពិតជាភ័យខ្លាចខ្លាំងមែនទែនខណៈពេលដែលខ្ញុំបានឃើញខ្មោចកំបុតក្បាលដើរកាត់ទីតាំងតំបន់នោះនៅក្នុងខ្លួនរបស់ខ្ញុំហាក់បីដូចជាស្រាលមែនទែនអត់មានពវៀនពតាំងក្នុងខ្លួនទេអត់ដឹងមិនទេនៅពេលដែលឃើញខ្មោចគឺតែងតែបែបហ្នឹងសក់របស់ខ្ញុំគឺមានអារម្មណ៍ថាបាក់ខ្លាំងមែនទែនព្រឺរោមហើយនឹងអាភាពភ័យខ្លាចចេញពីក្នុងខ្លួនរបស់ខ្ញុំហ្នឹងគឺធ្វើឲ្យខ្ញុំដកជាប់អារម្មណ៍រហូតមកដល់ពេលបច្ចុប្បន្ននេះនៅពេលដែលនឹងឃើញទៅកាន់រឿងរ៉ាវមួយនឹងម្ដងគឺពិតជាព្រឺព្រួយខ្លាំងមែនទែនអ្នកទាំងគ្នាអ្នកទាំងអស់គ្នាសាកសម័យរូបភាពមើលបើសិនជាអ្នកទាំងអស់គ្នានៅក្នុងស្ថានភាពដូចខ្ញុំនៅពេលនឹងផងដែរគឺខ្ញុំនៅចំទីធ្លាពាក់កណ្ដាលវត្តអញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសាកសម័យរូបភាពមើលបើសិនជាអ្នកទាំងអស់គ្នានៅក្នុងស្ថានភាពរបស់ខ្ញុំពេលនោះផងដែរគឺនៅចំពាក់កណ្ដាលវត្តហើយយើងសន្លឹងទៅកាន់ទីតាំងកន្លែងឡដុតខ្មោចអ្នកទាំងអស់គ្នាហើយឃើញខ្មោចម្នាក់បានដើរកាត់ទីតាំងតំបន់នោះដោយសភាពអត់មានក្បាលអ្នកទាំងអស់គ្នាខ្ញុំសូមបញ្ជាក់ទៅលើខ្មោចមួយដែលខ្ញុំបានឃើញនោះគឺអត់មានក្បាលទេហើយខ្មោចនោះមិនមែនជាខ្មោចក្មេងទេគឺជាខ្មោចមនុស្សចាស់មូលហេតុអីខ្ញុំសន្និដ្ឋានថាជាខ្មោចមនុស្សចាស់ដោយសារតែខ្ញុំឃើញសភាពរូបរាងកាយដើរកាត់ទៅគឺស្លៀកសម្លៀកបំពាក់មនុស្សចាស់អ្នកទាំងគ្នាខ្មោចមួយនោះផងដែរគឺមិនមែនស្លៀកសម្លៀកបំពាក់ពណ៌សឬក៏ស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅនោះទេគឺជាខ្មោចមួយដែលស្លៀកសម្លៀកបំពាក់ធម្មតាគឺស្លៀកសម្លៀកបំពាក់មួយពណ៌ក្រហមឈាមជ្រូកបែបពណ៌ដូចកម្មៅអញ្ចឹងអ្នកទាំងគ្នាអញ្ចឹងសភាពពេលនឹងផងដែរគឺមិនមែនស្លៀករ៉ូបឬក៏មិនទេបែបលក្ខណៈថាដូចអាវចាស់បុរាណអ្នកទាំងគ្នាប្រហែលជាស្គាល់អាវចាស់បុរាណហើយគឺមានដៃត្រឹមនេះអ្នកទាំងគ្នាអាវហ្នឹងដៃវែងប៉ុន្តែដៃអត់ដល់នេះទេគឺដូចយើងមួលដៃអាវអញ្ចឹងណាប៉ុន្តែដៃអាវហ្នឹងគឺត្រឹមនឹងឯងអញ្ចឹងខ្មោចមួយហ្នឹងបានស្លៀកសម្លៀកបំពាក់បុរាណអ្នកទាំងគ្នាហើយដោយសារតែទីតាំងកន្លែងហ្នឹងមានដើមស្បូវឃ្លាំងមានដើមកទ្រាំងខែតស៊ប់ទ្រប់ខ្លាំងពេកពេលដែលខ្ញុំក្រឡេកទៅមើលគេហ្នឹងហាក់បីដូចជាមិនមែនដើរទេអ្នកទាំងគ្នាគឺហោះខ្ញុំនិយាយព្រឺក្បាលខ្លាំងមែនទេអ្នកទាំងគ្នាដល់ពេលយើងមើលទៅអ្នកទាំងគ្នាខ្ញុំនិយាយថាពាក្យថាដើរប៉ុន្តែដោយសារតែខ្ញុំមើលអត់ឃើញជើងទេ
ហើយទីតាំងកន្លែងហ្នឹងមានព្រៃស្ដុកខ្លាំងមែនទែនដើមឈើតូចតាចអ្នកទាំងគ្នាពេលនឹងផងដែរដោយសារតែសភាពនៅទីតាំងតំបន់នោះមានដើមស្បូវឃ្លាំងឬក៏ដើមកន្ទ្រាំងខេត្តផ្សេងៗហ្នឹងវាដុះខ្លីៗប្រហែលជាកន្លះម៉ែត្រពីដីអញ្ចឹងធ្វើឲ្យខ្ញុំអត់ឃើញជើងគេទេខ្ញុំសន្និដ្ឋានថាគេដើរប៉ុន្តែប្រហែលជាគេមិនដើរទេអ្នកទាំងគ្នាអាចជាហោះក៏ថាបានដែរព្រោះថាយើងមើលទៅយើងឃើញស្ទុយទៅអញ្ចឹងហ្មងយើងមិនមែនបើសិនជាមនុស្សយើងដើរតែងតែមានជំហានទៀបមានជំហានខ្ពស់អញ្ចឹងណាយើងដើរមានជំហានទៀបជំហានខ្ពស់អញ្ចឹងទៅប៉ុន្តែនេះអត់ទេអ្នកនរគ្នាគឺទៅស្មើជ្រេញតែម្ដងមិនមែនយឺតទេគឺមានសភាពលឿនខ្លាំងមែនទែនអញនិយាយមកថាវាមិនលឿនខ្លាំងចេះណាវាលក្ខណៈថាចេះអញ្ចឹងណាវាលក្ខណៈថាលឿនបែបហ្នឹងពេលនឹងផងដែរអ្នកនរគ្នាសំបីតែសោម៉ូតូដែលខ្ញុំកាន់ក្នុងដៃខ្ញុំដើររកកន្លែងចាក់អត់ឃើញផងអ្នកនរគ្នាខ្ញុំអត់ដឹងថាយ៉ាងម៉េចទេទោះបីជាសភាពធ្លាក់ថ្ងៃក៏ដោយនៅភ្លឺស្រាងៗបន្តិចហ្នឹងមូលហេតុអីបានយើងសម្លឹងឃើញខ្មោចហាក់បីដូចជាមានពន្លឺធ្វើឲ្យយើងឃើញខណៈពេលដែលគេចង់លងបន្លាចមកលើយើងអញ្ចឹងអ្នកដែលគាត់ធ្លាប់ជួបទៅលើរឿងរ៉ាវប្រភេទអមនុស្សផ្សេងៗហ្នឹងប្រហែលជាគាត់ដឹងហើយថាសភាពនៅពេលដែលខ្មោចលងវាមានសភាពបែបណាសភាពរូបរាងកាយយើងខណៈពេលដែលយើងជួបពពួកអមនុស្សគឺព្រឺព្រួចខ្លាំងមែនទែនអ្នកនរគ្នាអ្នកដែលធ្លាប់ជួបនឹងយល់អារម្មណ៍នេះច្បាស់ពេលនោះផងដែរគឺគប់ជួនខ្លាំងមែនទែនគឺមានព្រះសង្ឃមួយអង្គបានបើកទ្វារចេញពីគុតនៅតំបន់កន្លែងនោះនៅពេលដែលបានបើកទ្វារចេញពីគុតមកហើយខណៈពេលនោះខ្ញុំក៏មិនទាន់គិតថាជាព្រះសង្ឃដែរខ្ញុំក៏នៅតែគិតថាជាខ្មោចលោកអ្នកនរគ្នាដោយសារតែអាភាពភ័យខ្លាចរបស់យើងនឹងអត់ទាន់បាត់ទេខណៈពេលនោះកំពុងតែញាប់ញ័រខ្លួននឹងស្រាប់តែបើកទ្វារមកក្រាក់យើងនេះភ័យមួយសារទៀតចំពោះទ្វារដែលព្រះសង្ឃកំពុងតែបើកមកនឹងខណៈពេលនោះផងដែរព្រះសង្ឃក៏បាននិមន្តចេញមកខ្ញុំក៏បានចាក់សោម៉ូតូបានហើយក៏បានធ្វើដំណើរចាក់ចេញពីវត្តនោះភ្លាមតែម្ដងអ្នកទាំងគ្នាពេលនឹងផងដែរគឺខ្ញុំជិះម៉ូតូអត់ត្រង់ផ្លូវទេហាក់បីដូចជាអាខ្លួនប្រាណយើងនេះវាញាប់ញ័រខណៈពេលដែលយើងគិតទៅដល់សភាពដែលយើងបានឃើញហ្នឹងធ្វើឲ្យខ្លួនប្រាណរបស់យើងភាពភ័យខ្លាចរបស់យើងអត់ទាន់បាត់ដល់ពេលអញ្ចឹងទៅជិះម៉ូតូអត់ត្រង់ផ្លូវទេអញ្ចឹងខ្ញុំចង់ឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាសាកសម័យរូបភាពបន្តិចថានៅពេលដែលយើងក្រឡេកទៅមើលឡដុតខ្មោចនឹងហើយយើងស្រាប់តែឃើញខ្មោចបានដើរកាត់ទីតាំងតំបន់នោះទាំងដែលយើងនៅទីតាំងវត្តអារាមនោះម្នាក់ឯងអ្នកនរគ្នាគឺពិតជាភ័យខ្លាចខ្លាំងមែនទែនខណៈពេលនោះខ្ញុំគិតថាបើសិនជាស្មារតីរបស់ខ្ញុំទប់មិនជាប់ទេអាចនឹងសន្លប់នៅទីតាំងតំបន់នោះក៏ថាបានដែរខ្ញុំសូមបញ្ជាក់ផងដែរថាទីតាំងកន្លែងឡដុតខ្មោចនោះពោពេញទៅដោយដើមឈើដុះធំខ្លាំងមែនទែននៅទីតាំងក្រោយនឹងក្រោយឡអ្នកនរគ្នាអញ្ចឹងមានន័យថាទីតាំងនៅក្នុងវត្តអារាមគឺមានដើមឈើតូចដុះស៊ុបទ្រុបពេញហ្នឹងវាមិនមែនជាដើមឈើធំទេប៉ុន្តែទីតាំងនៅបរិវេណព័ទ្ធជុំវិញវត្តគឺជាទីតាំងមួយដែលពោពេញទៅដោយដើមឈើដុះធំខ្លាំងមែនទែននៅព័ទ្ធជុំវិញទីតាំងវត្តអារាមមួយនោះអញ្ចឹងវត្តអារាមមួយនឹងផងដែរខ្ញុំសូមបង្ហើបប្រាប់ពុកម៉ែបងប្អូនបន្តិចទៅចុះគឺជាទីតាំងដែលជិះពីផ្សារគុតសោតតំបន់អូជ្រៅគឺយើងមានផ្លូវលំមួយពីផ្សារគុតសោតហ្នឹងបើយើងជិះទៅត្រង់ទៅប្រហែលជា10គីឡូទៅដល់ទីតាំងតំបន់មួយនោះអញ្ចឹងទីតាំងមួយនឹងផងដែរបើសិនជាយើងជិះពីផ្សារគុតសោតទៅដល់ទីតាំងកន្លែងហ្នឹងហើយគឺមានផ្លូវមួយទៀតចាក់ទៅខាងឆ្វេងដៃនៅពេលដែលយើងជិះទៅត្រង់ទៅគឺនឹងទៅជួបវត្តអារាមមួយហ្នឹងដែលនៅឆ្ងាយពីផ្ទះអ្នកភូមិខ្លាំងមែនទែនអ្នកនរគ្នានេះគឺជាសាច់រឿងទី1ដែលបានកើតឡើងនៅទីតាំងតំបន់ភូមិយាយរបស់ខ្ញុំដែលបានកើតឡើងចំពោះខ្ញុំម្នាក់ឯងនៅពេលនោះហើយខ្ញុំក៏បាននិយាយរៀបរាប់រឿងរ៉ាវទាំងអស់នោះប្រាប់ពូមីងបងប្អូនរបស់ខ្ញុំហើយពូមីងបងប្អូនផ្សេងទៀតក៏បានប្រាប់ខ្ញុំដែរថាទីតាំងតំបន់វត្តអារាមមួយហ្នឹងគឺជាទីតាំងមួយដែលពោពេញទៅដោយរឿងរ៉ាវលងបន្លាចច្រើនខ្លាំងមែនទែនអ្នកទាំងគ្នាអ្នកទាំងអស់គ្នាសាកសម័យរូបភាពមើលនៅក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌបើសិនជាយើងឃើញអីផ្សេងក្រៅពីខ្មោចមួយនឹងទៀតមិនដឹងថាយ៉ាងណាទៅខណៈពេលដែលយើងកំពុងតែនៅម្នាក់ឯងនៅក្នុង
ទីតាំងវត្តអារាមមួយនោះអ្នកទាំងគ្នាបើសិនជាខ្ញុំអាចបង្ហាញរូបភាពទីតាំងវត្តអារាមមួយនោះទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាមើលធានា 100% តែម្ដងថាពុកម៉ែបងប្អូនទាំងអស់គ្នាមើលហើយទោះបីជាពេលថ្ងៃក៏មានសភាពមើលទៅគួរឲ្យខ្លាចដែរអ្នកទាំងគ្នានេះគឺជាសាច់រឿងទី1ដែលបានកើតឡើងចំពោះខ្ញុំនៅទីតាំងតំបន់នោះខ្ញុំសូមបញ្ចប់សាច់រឿងទី1ត្រឹមតែប៉ុណ្ណេះឥឡូវនេះយើងចូលទៅកាន់សាច់រឿងទី2ទាំងអស់គ្នាសាច់រឿងទី2នេះផងដែរគឺបានកើតឡើងនៅក្នុងឆ្នាំផ្សេងមួយទៀតពីឆ្នាំ2013អញ្ចឹងសាច់រឿងទី2នេះផងដែរគឺកើតឡើងនៅក្នុងអំឡុងឆ្នាំ2018ដែលចន្លោះគ្នា5ឆ្នាំអញ្ចឹង5ឆ្នាំក្រោយគឺលោកយាយរបស់ខ្ញុំគាត់បានទទួលមរណភាពអ្នកទាំងគ្នាសាច់រឿងដែលលោកយាយទទួលមរណភាពដោយសារតែមានជំងឺផ្សេងៗលោកយាយក៏ទទួលមរណភាពនៅពេលនោះពេលនឹងផងដែររឿងដែលខកចិត្តបំផុតសម្រាប់ខ្ញុំគឺខ្ញុំទៅអត់ទាន់ដង្ហើមយាយរបស់ខ្ញុំពេលហ្នឹងគឺខ្ញុំមានសភាពរវល់ខ្លាំងមែនទែនចំពោះការងាររបស់ខ្ញុំនៅខេត្តសៀមរាបខ្ញុំចាំបានថាខ្ញុំបានធ្វើដំណើរពីខេត្តសៀមរាបមកយកឯកសារនៅផ្ទះរបស់ខ្ញុំនៅក្នុងស្រុកថ្មគោលខេត្តបាត់ដំបងហើយលោកយាយរបស់ខ្ញុំគាត់នៅមន្ទីរពេទ្យមួយកន្លែងនៅក្នុងខេត្តបន្ទាយមានជ័យនៅពេលដែលខ្ញុំប្រញាប់រហូតទៅដល់ផ្លិចចូលមើលលោកយាយឈឺអ្នកទាំងគ្នាការងារមួយហ្នឹងខ្ញុំអាចនិយាយបានថាសំខាន់ខ្លាំងមែនទែនសម្រាប់ខ្ញុំសូមមិនធ្វើការបកស្រាយវែងឆ្ងាយទេប៉ុន្តែដឹងត្រឹមថាគឺជាការងារសំខាន់សម្រាប់ខ្ញុំបើសិនជាខ្ញុំអត់ធ្វើឲ្យទាន់ពេលវេលាទេខ្ញុំអាចនឹងបាត់បង់ការងារដូច្នេះហើយពេលនោះគឺខ្ញុំអត់បានចូលមើលយាយឈឺទេគឺខ្ញុំប្រញាប់មកយកឯកសារនៅក្នុងស្រុកថ្មគោលហើយប្រញាប់ធ្វើដំណើរបកទៅសៀមរាបវិញមានន័យថានៅក្នុងថ្ងៃនោះគឺខ្ញុំបានធ្វើដំណើរពីខេត្តសៀមរាបមកកាន់ស្រុកថ្មគោលខេត្តបាត់ដំបងហើយខ្ញុំធ្វើដំណើរពីស្រុកថ្មគោលខេត្តបាត់ដំបងហ្នឹងទៅកាន់សៀមរាបវិញអញ្ចឹងមានន័យថាខ្ញុំធ្វើដំណើរដោយការជិះម៉ូតូគឺធ្វើដំណើរឆ្ងាយខ្លាំងមែនទែនបើសិនជាគិតគីឡូដីទាំងទៅទាំងមកអ្នកនរគ្នាខណៈពេលនោះផងដែរខ្ញុំកំពុងតែធ្វើដំណើរទៅកាន់ខេត្តសៀមរាបវិញនៅពេលដែលខ្ញុំធ្វើដំណើរជិតដល់ខេត្តសៀមរាបហើយស្រាប់តែខ្ញុំឮដំណឹងដ៏សោកសៅមួយគឺលោកយាយរបស់ខ្ញុំគាត់បានចែកឋានទៅហើយអ្នកនរគ្នាពេលនោះផងដែរខ្ញុំបានបោះបង់ការងារមួយនឹងចោលខ្ញុំបានត្រឡប់ម៉ូតូមករកយាយរបស់ខ្ញុំវិញអ្នកទាំងអស់គ្នាពេលហ្នឹងផងដែរគឺខ្ញុំសោកសៅខ្លាំងមែនទែនដែលបើសិនជាខ្ញុំបោះបង់ការងារមួយនឹងចោលតាំងពីពេលដែលខ្ញុំធ្វើដំណើរមកដល់ខេត្តបន្ទាយមានជ័យបើសិនជាខ្ញុំចូលទៅមើលលោកយាយរបស់ខ្ញុំប្រហែលជាខ្ញុំនៅតន់ដង្ហើមគាត់អ្នកទាំងគ្នាពេលនេះផងដែរគឺវាគឺជារឿងមួយសោកសៅចំពោះខ្ញុំខ្លាំងមែនទែនរហូតមកដល់ពេលបច្ចុប្បន្ននេះដែលខ្ញុំនឹកមិនដល់ទេថាលោកយាយរបស់ខ្ញុំគាត់បានចែកឋាននៅក្នុងថ្ងៃតែមួយដែលជាថ្ងៃខ្ញុំប្រញាប់ការងារមួយនឹងបន្ទាន់ខ្លាំងមែនទែនអ្នកទាំងគ្នាប៉ុន្តែចុងក្រោយខ្ញុំនៅតែបោះបង់ការងារមួយនោះចោលដដែលអ្នកទាំងគ្នានៅក្នុងថ្ងៃនឹងផងដែរគឺមានមេឃភ្លៀងខ្លាំងមែនទែនខ្ញុំធ្វើដំណើរត្រឡប់ពីខេត្តសៀមរាបមកកាន់ខេត្តបន្ទាយមានជ័យវិញមានន័យថាគឺក្នុងថ្ងៃនោះគឺខ្ញុំបានធ្វើដំណើរពីខេត្តសៀមរាបមកកាន់ខេត្តបាត់ដំបងខ្ញុំបានធ្វើដំណើរពីខេត្តបាត់ដំបងទៅកាន់ខេត្តសៀមរាបវិញហើយនៅពេលដែលឮដំណឹងថាលោកយាយបានចែកឋានខ្ញុំបានធ្វើដំណើរពីខេត្តសៀមរាបមកកាន់ខេត្តបន្ទាយមានជ័យវិញបើសិនជាគិតគីឡូដីដែលខ្ញុំបានធ្វើដំណើរក្នុងថ្ងៃនោះចូល5ទៅ600គីឡូទៅហើយអ្នកទាំងគ្នាគឺពិតជាឆ្ងាយខ្លាំងមែនទែននៅពេលដែលខ្ញុំទៅដល់ទីតាំងផ្លូវចូលទៅផ្ទះយាយរបស់ខ្ញុំដោយដែលខ្ញុំបានបញ្ជាក់នៅខាងដើមថាផ្លូវចូលទៅទីតាំងតំបន់នោះគឺពិតជាពិបាកខ្លាំងមែនទែនស្របពេលនោះផងដែរគឺមានភ្លៀងធ្លាក់ជ្រិចច្រែថែមទៀតអ្នកនរគ្នាទោះបីជាពិបាកខ្លាំងប៉ុណ្ណាក៏ដោយក៏ខ្ញុំតស៊ូធ្វើយ៉ាងម៉េចឲ្យទៅដល់ទីតាំងសាកសពយាយរបស់ខ្ញុំនៅផ្ទះរបស់គាត់នឹងតតែបានពេលនោះផងដែរខ្ញុំចាំបានថាខ្ញុំពិបាកខ្លាំងមែនទែននៅក្នុងការធ្វើដំណើរហើយពេលហ្នឹងខ្ញុំក៏បានបន់ស្រន់ដែរថាសូមឲ្យខ្ញុំទៅដល់ទីតាំងផ្ទះលោកយាយរបស់ខ្ញុំបានដោយសុខសុវត្ថិភាពមិនមានរឿងអ្វីកើតឡើងពេលនោះផងដែរខ្ញុំបានធ្វើដំណើររហូតជិត2ម៉ោងឯណោះអ្នកទាំងគ្នាដីចំនួនត្រឹមតែ10គីឡូដីទេប៉ុន្តែយើងធ្វើដំណើររហូតដល់ជិត2ម៉ោងឯណោះអញ្ចឹងអ្នកទាំងគ្នាសាកសម័យរូបភាពមើលថាតំបន់ទីតាំងនោះផ្លូវពិបាកខ្លាំងប៉ុណ្ណា
នៅពេលដែលខ្ញុំធ្វើដំណើរទៅដល់ទីតាំងផ្ទះយាយរបស់ខ្ញុំហើយខ្ញុំស្រាប់តែស្រក់ទឹកភ្នែកភ្លាមតែម្ដងទោះបីជាខ្ញុំមិនទាន់បានឃើញសាកសពយាយរបស់ខ្ញុំអ្នកទាំងគ្នាដោយសារតែខ្ញុំបានឃើញអ៊ំពូមីងបងប្អូននៅតំបន់នោះច្រើនខ្លាំងមែនទែនមកចូលរួមពិធីបុណ្យសពយាយរបស់ខ្ញុំពេលដែលខ្ញុំបានដើរចូលទៅខាងក្នុងផ្ទះខ្ញុំអត់ដឹងថាខ្លួនប្រាណរបស់ខ្ញុំកើតអីទេស្រាប់តែខ្ញុំទន់ជង្គង់នៅមុខសាកសពគាត់ហើយយំខ្លាំងមែនទែនខណៈពេលនោះពេលនឹងផងដែរពូរបស់ខ្ញុំម្នាក់គាត់បានអុជធូបឲ្យខ្ញុំដើម្បីនិយាយទៅកាន់យាយរបស់ខ្ញុំខណៈពេលដែលខ្ញុំកំពុងតែអុជធូបខ្ញុំឱនក្បាលសំពះគាត់ហើយនិយាយរៀបរាប់រឿងរ៉ាវជាច្រើនដែលខ្ញុំសុំទោសគាត់ព្រោះខ្ញុំមកមិនទាន់ដង្ហើមចុងក្រោយរបស់គាត់អ្នកទាំងគ្នាខណៈពេលនោះផងដែរគឺរឿងរ៉ាវមួយដែលបានកើតឡើងចំពោះខ្ញុំអ្នកទាំងអស់គ្នានៅពេលដែលខ្ញុំកំពុងតែឱនសំពះទៅកាន់យាយរបស់ខ្ញុំគឺមាននរណាគេម្នាក់មកអង្អែលសក់ក្បាលខ្ញុំបែបនេះអ្នកទាំងគ្នាខ្ញុំនិយាយគឺពិតជាព្រឺឆ្អឹងខ្នងខ្លាំងមែនទែនខណៈពេលខ្ញុំនិយាយពេលនេះគឺនៅពេលនោះផងដែរខណៈហ្នឹងខ្ញុំស្មានតែអ៊ំពូមីងបងប្អូនផ្សេងនៅក្បែរនោះមកអង្អែលក្បាលខ្ញុំអ្នកទាំងគ្នាប៉ុន្តែនៅពេលដែលខ្ញុំបើកភ្នែកមើលទៅខាងលើទៅអត់មាននរណាគេមកអង្អែលក្បាលខ្ញុំទេអញ្ចឹងមានន័យថាវិញ្ញាណលោកយាយរបស់ខ្ញុំបានមកអង្អែលក្បាលខ្ញុំនៅពេលនោះនេះគឺជាសាច់រឿងទី2ដែលបានកើតឡើងប៉ុន្តែនៅក្នុងសាច់រឿងទី2នេះផងដែរមិនទាន់ចប់នៅឡើយទេអ្នកទាំងគ្នាឥឡូវខ្ញុំកាត់រហូតទៅដល់ពេលយប់នៅក្នុងពេលយប់នោះផងដែរដោយសារតែមានបងប្អូនធ្វើដំណើរពីខេត្តឆ្ងាយមកច្រើនដូច្នេះហើយបងប្អូនទាំងអស់នោះគាត់បានសម្រាននៅខាងក្នុងផ្ទះចំណែកឯនៅខាងក្រៅផ្ទះគឺខ្ញុំហើយនិងបងប្រុសរបស់ខ្ញុំមួយចំនួនផ្សេងទៀតបានសម្រាកនៅក្នុងខ្ទមមួយកន្លែងជាប់ទៅនឹងមេនលោកយាយរបស់ខ្ញុំអ្នកទាំងគ្នាសាកសម័យរូបភាពមើលថាខ្ទមមួយនោះគឺមិនឆ្ងាយពីមេនប៉ុន្មានទេនៅក្នុងអំឡុងពេលយប់នោះផងដែរខ្ទង់ម៉ោងប្រហែលជា11យប់ដោយសារតែយើងបាននិយាយលេងជួបជុំបងប្អូនរួចរាល់អស់ហើយតាក់ទងទៅនឹងរឿងរ៉ាវផ្សេងដែលបានកើតឡើងពួកខ្ញុំទាំង3នាក់បងប្អូនផ្សេងទៀតក៏បានចូលសម្រាននៅក្នុងទីតាំងខ្ទមមួយនោះអញ្ចឹងខ្ទមមួយនឹងផងដែរគឺជាទីតាំងខ្ទមមួយកន្លែងដែលបងប្រុសជីដូនមួយរបស់ខ្ញុំគាត់បានធ្វើជាជាងម៉ូតូនៅទីតាំងហ្នឹងហើយមានខ្ចៅខ្ចងម៉ូតូគាត់ច្រើនខ្លាំងមែនទែនដោយសារតែអត់មានទីតាំងសម្រាប់គេងទើបពួកយើងបានទៅគេងនៅទីតាំងតំបន់នោះអញ្ចឹងអ្នកដែលគេងជាមួយខ្ញុំនៅក្នុងយប់នោះផងដែរគឺមានបងប្រុសទី1របស់ខ្ញុំបងប្រុសទី2របស់ខ្ញុំហើយនិងបងប្អូនជីដូនមួយខ្ញុំម្នាក់ទៀតរួមជាមួយនឹងខ្ញុំអញ្ចឹង4នាក់ខណៈពេលដែលអ្នកទាំងអស់គ្នាប្រហែលជាចាំនៅក្នុងការបកស្រាយរបស់ខ្ញុំមុននេះបន្តិចហើយខ្ញុំបាននិយាយរៀបរាប់ថាខ្ញុំបានធ្វើដំណើរពីខេត្តសៀមរាបមកខេត្តបាត់ដំបងពីបាត់ដំបងទៅសៀមរាបហើយពីសៀមរាបមកបន្ទាយមានជ័យវិញគឺធ្វើដំណើរឆ្ងាយខ្លាំងមែនទែនហើយសភាពដីបើសិនជាយើងគិតវិញគឺពិតជាច្រើនរយគីឡូខ្លាំងមែនទែនអ្នកដែលរស់នៅក្នុងខេត្តបាត់ដំបងខេត្តសៀមរាបឬក៏ខេត្តបន្ទាយមានជ័យនឹងដឹងហើយថាចម្ងាយដីដែលធ្វើដំណើរពីខេត្តបាត់ដំបងទៅខេត្តសៀមរាបហើយត្រឡប់មកវិញគឺមានចម្ងាយឆ្ងាយប៉ុណ្ណាដោយភាពអស់កម្លាំងរបស់ខ្ញុំពេលនោះផងដែរគឺខ្ញុំបានលងលក់នៅម៉ោងប្រហែលជា11យប់អ្នកនរគ្នានៅពេលដែលខ្ញុំកំពុងតែលងលក់ហ្នឹងខ្ញុំអត់ដឹងថាបងប្រុសទាំង3នាក់របស់ខ្ញុំហ្នឹងគាត់ចេញពីទីតាំងតំបន់នោះតាំងតែពីស្មើណាទេនៅក្នុងអំឡុងម៉ោងប្រហែលជា2យប់ខ្ញុំមានអារម្មណ៍ថានរណាគេខ្សឹបដាក់ត្រចៀករបស់ខ្ញុំគិតថាប្រហែលជាបងប្អូនរបស់ខ្ញុំគាត់កេងស្រមុកឬក៏គាត់និយាយផ្សេងរឿងរ៉ាវផ្សេងមិនទាន់សម្រានអញ្ចឹងណាអញ្ចឹងពេលនោះផងដែរគឺនៅពេលដែលខ្ញុំបានបើកភ្នែកមកអត់ដឹងថាបងប្រុសទាំង3នាក់របស់ខ្ញុំនឹងគាត់ធ្វើដំណើរទៅណាអស់ទេអ្នកទាំងគ្នាគឺសភាពនៅក្នុងរោងមួយហ្នឹងគឺមានតែខ្ញុំម្នាក់ឯងដែលគេងនៅលើគ្រែនោះទេនៅពេលដែលខ្ញុំបានភ្ញាក់មកខ្ញុំបានគិតថាខ្ញុំមិនបានយកសពទេអ្នកទាំងគ្នាពេលដែលខ្ញុំឮគេខ្សឹបខ្ញុំនោះគឺខ្ញុំមិនបានយកសពនោះទេអញ្ចឹងការខ្សឹបនោះផងដែរគឺខ្ញុំស្ដាប់អត់មានបានមួយពាក្យអ្នកទាំងគ្នាមិនដឹងថាខ្សឹបអំពីអីទេប៉ុន្តែដឹងថាខ្សឹបដាក់ត្រចៀករបស់យើងនៅពេលដែលខ្ញុំភ្ញាក់មកអត់ដឹងថាបងប្រុសទាំង3នាក់របស់ខ្ញុំទៅណាអស់ទេពេលនឹងស្រឡាំងកាំងខ្លាំងមែនទែនខណៈពេលដែលយើងកំពុងតែគេងនៅក្នុងខ្ទមនឹងម្នាក់ឯងហើយមានភ្លើងបន្តិចបន្តួចខ្លាំងមែនទែន
ចាំងចេញពីមេនលោកយាយរបស់ខ្ញុំអញ្ចឹងទីតាំងកន្លែងហ្នឹងគឺពិតជាព្រឺព្រួយអញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសាកសម័យរូបភាពទៅលើអ្វីដែលខ្ញុំបានជួបនៅពេលនោះយើងកំពុងតែគេងលក់ស្រួលហើយយើងភាពភ័យខ្លាចរបស់យើងកំពុងតែមានយើងសង្ឃឹមថាមានបងប្អូនផ្សេងៗនៅគេងក្បែរយើងអញ្ចឹងទៅយើងក៏បានធូរអារម្មណ៍លក្ខណៈថាយើងអត់សូវខ្លាចអីចឹងណាប៉ុន្តែនៅពេលដែលយើងភ្ញាក់មកលេងបើកភ្នែកមកអត់មានពួកគាត់នៅក្បែរនឹងផងមិនដឹងថាពួកគាត់ទៅណាទៅណីអស់តាំងពីពេលណាយើងអត់ដឹងអ្វីដែលខ្ញុំនៅតែឆ្ងល់គឺគេខ្សឹបដាក់ត្រចៀកខ្ញុំទាំងដែលខ្ញុំស្ដាប់នៅពាក្យពេចន៍ទាំងអស់នោះអត់មានបានទេហើយគណៈពេលនោះផងដែរខ្ញុំក៏បានក្រោបដើរចេញពីទីតាំងខ្ទមមនុស្សភ្លាមមកនៅពេលដែលខ្ញុំដើរមកចូលទៅក្នុងផ្ទះរបស់លោកយាយរបស់ខ្ញុំហ្នឹងគឺខ្ញុំបានឃើញអ៊ំពូមីងបងប្អូនផ្សេងៗហ្នឹងគឺគាត់អត់សម្រានទេម៉ោង2យប់ទៅហើយគឺគាត់អង្គុយជួបជុំគ្នានិយាយរឿងរ៉ាវផ្សេងនៅទីតាំងក្នុងផ្ទះលោកយាយរបស់ខ្ញុំហ្នឹងរឿងរ៉ាវមួយដែលបានកើតឡើងខណៈពេលនោះផងដែរគឺពិតជាព្រឺព្រួយខ្លាំងមែនទែនរឿងរ៉ាវទី2នេះគឺមិនមែនជួបតែខ្ញុំម្នាក់ឯងទេអ្នកទាំងគ្នាគឺមនុស្សជាច្រើននៅក្នុងទីតាំងកន្លែងនោះគឺបានជួបបានឃើញទាំងអស់គ្នាផ្ទាល់ភ្នែកតែម្ដងអញ្ចឹងមានភាគតិចខ្លាំងមែនទែនដែលសម្រានអ្នកមួយចំនួនទៀតគឺគាត់កំពុងតែនិយាយរៀបរាប់ទៅលើរឿងរ៉ាវផ្សេងរឿងរ៉ាវអតីតកាលដែលមានអនុស្សាវរីយ៍ជាមួយនឹងខ្មោចលោកយាយរបស់ខ្ញុំហ្នឹងពេលនឹងផងដែរមានមីងម្នាក់ដែលគាត់ឈ្មោះថាមីងលីឈៀនអញ្ចឹងមីងលីឈៀនបើសិនជាឃើញវីដេអូមួយនេះសូមខមមិននៅខាងក្រោមផងមីងលីឈៀនគឺជាក្មួយរបស់លោកយាយរបស់ខ្ញុំគាត់ថាគាត់ស្រឡាញ់ទៅលើលោកយាយដោយសារតែយាយធ្លាប់មើលថែបីបាច់គាត់អីចឹងណាហើយគាត់បាននិយាយរៀបរាប់អំពីជីវប្រវត្តិលោកយាយរបស់ខ្ញុំផ្សេងចឹងទៅនៅពេលដែលគណៈគាត់កំពុងតែនិយាយហ្នឹងស្រាប់តែដបទឹកសុទ្ធអ្នកនរគ្នាកណ្ដុងដបទឹកសុទ្ធនៅលើក្រែទាំងប៉ុន្មានគឺលោតទាំងអស់អ្នកនរគ្នាសាកសម័យរូបភាពមើលទិដ្ឋភាពមួយហ្នឹងគឺពិតជាព្រឺព្រួយខ្លាំងមែនទែននៅអំឡុងម៉ោង2យប់អ្នកនរគ្នាកណ្ដុងទឹកសុទ្ធបានលោតនៅលើក្រែដោយឯងមិនមានអ្នកណាធ្វើអ្វីទាំងអស់អ្នកទាំងអស់គ្នាសាកសម័យរូបភាពមើលថាកណ្ដុងទឹកសុទ្ធលោតផ្លោតហើយកណ្ដុងទឹកសុទ្ធលោតនឹងមិនមែនតែមួយទេគឺកណ្ដុងទឹកសុទ្ធប្រហែលជា3ទៅ4ដបនៅទីតាំងកន្លែងហ្នឹងដែលលោតស្មើគ្នាមកព្រឺព្រួយខ្លាំងមែនទែនអ្នកទាំងគ្នាពេលហ្នឹងផងដែរគឺមីងលីឈៀនហ្នឹងគាត់អង្គុយនៅចិត្តកណ្ដុងទឹកសុទ្ធមួយហ្នឹងពេលហ្នឹងផងដែរអ្នកទាំងគ្នាមីងលីឈៀនគាត់បានស្ទុះរត់ចេញពីកន្លែងហ្នឹងភ្លាមតែម្ដងហើយគាត់បានស្រែកស្ទើរតែចង់យំទៅហើយនៅពេលដែលគាត់ឃើញទស្សនភាពបែបហ្នឹងនៅក្បែរខ្លួនគាត់អ្នកទាំងគ្នាខ្ញុំអាចនិយាយបានថាខណៈពេលហ្នឹងផងដែរដោយសារតែយើងកំពុងតែនិយាយរៀបរាប់ទៅលើជីវប្រវត្តិផ្សេងក៏ដូចជាអនុស្សាវរីយ៍របស់លោកយាយរបស់ខ្ញុំទើបធ្វើឲ្យវិញ្ញាណគាត់ចង់តបតនិយាយមកកាន់យើងខ្លាំងមែនទែនប៉ុន្តែដោយសារតែមនុស្សនឹងខ្មោចអត់អាចនិយាយទំនាក់ទំនងធម្មតាបានដូច្នេះហើយទើបគាត់អាចបង្ហាញជាសកម្មភាពផ្សេងនៅទីតាំងតំបន់នោះដើម្បីឲ្យដឹងថាគាត់នៅកន្លែងនឹងឯងអ្នកនរគ្នាអញ្ចឹងរឿងរ៉ាវមួយហ្នឹងគឺពិតជាព្រឺព្រួយខ្លាំងមែនទែនមិនមែនជួបតែខ្ញុំម្នាក់ឯងទេគឺមានបងប្អូនជាច្រើនដែលកំពុងតែសម្លឹងទៅស្ដាប់ការនិយាយរបស់មីងលីឈៀនហើយពេលនឹងផងដែរស្រាប់តែដបទឹកសុទ្ធលោតដោយខ្លួនឯងភ្លាមនៅក្បែរនោះអញ្ចឹងមានន័យថាវិញ្ញាណរបស់លោកយាយចង់តបតពាក្យសម្ដីទៅកាន់ក្មួយក៏ដូចជាចៅនៅតំបន់នោះផងដែរប៉ុន្តែមិនអាចនិយាយបានអញ្ចឹងហើយគាត់អាចនឹងធ្វើសកម្មភាពផ្សេងនៅកន្លែងហ្នឹងដើម្បីបញ្ជាក់ថាគាត់នៅទីតាំងហ្នឹងដែរអ្នកទាំងគ្នានេះគឺជាសាច់រឿងទី2អញ្ចឹងសាច់រឿងទី2គឺបានកើតឡើងចំពោះខ្ញុំតែប៉ុណ្ណឹងឥឡូវខ្ញុំសូមបន្តចូលទៅកាន់សាច់រឿងទី3ទាំងអស់គ្នានៅក្នុងសាច់រឿងទី3នេះផងដែរគឺប្រតិកលាជាមួយនឹងសាច់រឿងទី2សាច់រឿងទី3នេះផងដែរគឺកើតឡើងខណៈពេលដែលបុណ្យសពយាយរបស់ខ្ញុំបានបញ្ចប់ទៅពេលនឹងផងដែរក្រោយពីបូជាពេលយប់រួចរាល់អស់ហើយនៅពេលព្រឹកគឺមានកូនចៅមករើសឆ្អឹងដើម្បីយកទៅដាក់ធាតុហើយបន្តមកទៀតខ្ញុំចាំបានថាពេលនោះខ្ញុំអត់ដឹងថាជាកម្មវិធីអ្វីបន្តទៀតទេពេលនោះផងដែរគឺលោកអាចារ្យឲ្យខ្ញុំទៅនិមន្តលោកពីវត្តដើម្បីមកធ្វើកិច្ចកម្មវិធីនោះពេលនឹងផងដែរគឺខ្ញុំបានខ្ចីឡានប៉ារបស់ខ្ញុំ
ដើម្បីទៅដឹកព្រះសង្ឃពីវត្តអារាមមកអញ្ចឹងវត្តមួយនឹងផងដែរមិនមែនជាវត្តនៅក្នុងសាច់រឿងទី1ទេអ្នកនរគ្នាវត្តនៅក្នុងសាច់រឿងទី1គឺជាវត្តមួយកន្លែងដែលមិនឆ្ងាយប៉ុន្មានពីផ្ទះយាយរបស់ខ្ញុំទេបើសិនជាគិតរយៈចម្ងាយពីផ្ទះយាយរបស់ខ្ញុំទៅកាន់ទីតាំងវត្តនៅក្នុងសាច់រឿងទី1ហ្នឹងគឺប្រហែលជា3គីឡូដីអ្នកនរគ្នាប៉ុន្តែនៅក្នុងសាច់រឿងទី3នេះគឺវត្តមានរយៈចម្ងាយឆ្ងាយមែនទែនពីផ្ទះយាយរបស់ខ្ញុំអាចចូលរហូតដល់5គីឡូដីអញ្ចឹងមានន័យថាវត្តមួយហ្នឹងមិនមែនបកក្រោយមកខាងផ្លូវជាតិលេខ5វិញទេគឺធ្វើដំណើរឆ្ពោះទៅខាងមុខបន្ថែមទៀតមានន័យថាផ្លូវកាន់តែពិបាកទៅបន្ថែមទៀតខណៈពេលនោះផងដែររឿងរ៉ាវមួយដែលបានកើតឡើងនៅក្នុងសាច់រឿងទី3នេះនៅពេលដែលខ្ញុំបានទៅយកព្រះសង្ឃនៅក្នុងវត្តអារាមវត្តមួយនឹងសភាពមិនសូវអីប៉ុន្មានទេនៅខាងក្រៅប៉ុន្តែចូលទៅក្នុងហាក់បីដូចជាធ្វើឲ្យខ្ញុំព្រឺព្រួយខ្លាំងមែនទែនរឿងរ៉ាវដែលធ្វើឲ្យខ្ញុំព្រឺព្រួយខ្លាំងនោះខណៈពេលដែលខ្ញុំបានជិះចូលទៅក្នុងផ្លូវវត្តមួយនោះស្រាប់តែខ្ញុំបានឃើញដើមពោធិ៍មួយធំខ្លាំងមែនទែននៅខាងឆ្វេងដៃនៅជាប់ផ្លូវមួយនោះអ្វីដែលធ្វើឲ្យខ្ញុំព្រឺព្រួយខ្លាំងជាងនឹងទៀតនោះគឺខ្ញុំឃើញអ៊ំស្រីម្នាក់ដែលគាត់ឈរនៅក្រោមដើមពោធិ៍សក់កន្ទ្រីងកន្ទ្រឹងហើយសម្លក់មកកាន់ខ្ញុំអ្នកទាំងគ្នាអ៊ំស្រីម្នាក់ហ្នឹងគឺជាមនុស្សវិកលចរិតមិនមែនខ្មោចទេអ្នកទាំងគ្នាអញ្ចឹងខ្ញុំសូមបញ្ជាក់ផងដែរនៅក្នុងសាច់រឿងទី3ក្នុងអេពីសូតទី6នេះសាច់រឿងទី3គឺមិនមែនខ្ញុំជួបទៅលើពពួកអមនុស្សទេគឺខ្ញុំជួបទៅលើមនុស្សវិកលចរិតប៉ុន្តែមនុស្សវិកលចរិតមួយនោះសភាពគឺដូចពពួកអមនុស្សខ្លាំងមែនទែនអ្នកនរគ្នាមូលហេតុអីបានខ្ញុំនិយាយបែបដូចនេះដោយសារតែលោកយាយវិកលចរិតម្នាក់នោះគឺគាត់មានសភាពគួរឲ្យខ្លាចខ្លាំងមែនទែនទោះបីជាខ្ញុំឃើញពេលថ្ងៃក៏ដោយអ្នកនរគ្នាគឺគាត់បានស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅសុទ្ធតែម្ដងជាមួយនឹងសក់កន្ទ្រេងកន្ទ្រើងហើយសក់គាត់មិនមែនខ្មៅសុទ្ធទេអ្នកនរគ្នាដោយសារតែគាត់ចាស់ដល់ពេលអញ្ចឹងសក់គាត់មានស្កើអីចឹងណាហើយសភាពដែលខ្ញុំមើលទៅកាន់គាត់គឺខ្លាចខ្លាំងមែនទែនអ្វីដែលសំខាន់គឺគាត់បានឈរសម្លក់មកកាន់ឡានរបស់ខ្ញុំខណៈពេលដែលខ្ញុំកំពុងតែបើកបរចូលទៅកាន់ទីវត្តអារាមមួយនោះខ្ញុំមានអារម្មណ៍ថាខ្ញុំព្រឺព្រួយភ័យខ្លាចខ្លាំងមែនទែនខណៈពេលនោះគឺខ្ញុំអត់ទាន់ដឹងថាអ៊ំស្រីម្នាក់ហ្នឹងគឺជាមនុស្សវិកលចរិតទេអញ្ចឹងខ្ញុំសូមបកក្រោយបន្តិចអ្នកនរគ្នាខ្ញុំអត់ទាន់ដឹងថាអ៊ំស្រីម្នាក់ហ្នឹងគឺជាមនុស្សវិកលចរិតទេខ្ញុំបានគិតថាខ្ញុំបានជួបទៅលើពពួកអមនុស្សទៀតហើយនៅក្នុងអំឡុងប្រហែលជាម៉ោង8ព្រឹកទេអ្នកនរគ្នាអញ្ចឹងអានេះការគិតរបស់ខ្ញុំមុននឹងខ្ញុំដឹងថាគាត់ជាមនុស្សវិកលចរិតណានៅពេលដែលខ្ញុំបានធ្វើដំណើរទៅដល់គុត្តិព្រះសង្ឃហើយនិមន្តព្រះសង្ឃឡើងមកគង់នៅក្នុងឡានសភាពរបស់ខ្ញុំនៅពេលនោះគឺខ្ញុំភ័យញាប់ញ័រខ្លាំងមែនទែនទាំងដែលខ្ញុំលួចមើលទៅលើដើមពោធិ៍នឹងម្ដងព្រះសង្ឃក៏មានសង្ឃដីកាសួរខ្ញុំថាតើញោមកើតអីមែនពេលនោះផងដែរអ្នកនរគ្នាខ្ញុំក៏បានឆ្លើយតបទៅកាន់សង្ឃដីកាព្រះសង្ឃថាខ្ញុំបានឃើញពពួកអមនុស្សនៅក្រោមដើមពោធិ៍មួយនឹងរៀបរាប់ថាខ្ញុំបានឃើញអ្វីខ្លះអីចឹងទៅហើយបន្តមួយទៀតស្រាប់តែព្រះសង្ឃមួយអង្គនោះលោកបានសើចហើយមានសង្ឃដីកាថាគាត់គឺជាមនុស្សវិកលចរិតដែលមកនៅក្នុងវត្តនេះយូរហើយគាត់តែងតែធ្វើសកម្មភាពឈោសម្លក់ទៅកាន់អ្នកភូមិមិនថាអ្នកភូមិមកពីទីតាំងណាទេតែងតែខ្លាចរអាចំពោះការសម្លឹងសម្លក់របស់គាត់អ្នកនរគ្នាពេលនឹងផងដែរអ្នកនរគ្នាធ្វើឲ្យខ្ញុំធូរអារម្មណ៍បន្តិចពីការខ្លាចខ្មោចខ្ញុំដំបូងខ្ញុំគិតថាជាខ្មោចឬក៏ពពួកអមនុស្សផ្សេងដែលឈរនៅក្រោមដើមពោធិ៍មួយនោះក្រោយពីបានស្ដាប់សង្ឃដីការបស់ព្រះសង្ឃរួចហើយខ្ញុំក៏មានអារម្មណ៍ថាធូរខ្លួនខ្លាំងមែនទែនប៉ុន្តែខ្ញុំនៅតែគិតម្ដងហើយម្ដងទៀតថាមូលហេតុអ្វីបានជាមនុស្សវិកលចរិតម្នាក់ហ្នឹងគាត់បានឈរនៅក្រោមដើមពោធិ៍ដ៏ធំមួយខណៈដែលព្រះសង្ឃបានសង្ឃដីកាដែលថាមិនដឹងថាគាត់កើតអីទេគឺឈរនៅក្រោមតែដើមពោធិ៍មួយនឹងឯងអត់ធ្វើដំណើរចេញពីនឹងទេហើយនៅពេលដែលព្រះសង្ឃមានសេចក្តីធម្មមេត្តាអាណិតទៅកាន់គាត់តែងតែយកនៅគ្រឿងបរិភោគផ្សេងទៅឲ្យគាត់នៅទីតាំងនោះអញ្ចឹងខ្ញុំមានអារម្មណ៍ថាគាត់មិនមែនជាមនុស្សវិកលចរិតធម្មតាទេអ្នកនរគ្នា
បើតាមការវិភាគរបស់ខ្ញុំគិតថាមានពពួកអមនុស្សណាមួយដែលបានចូលទៅក្នុងរូបរាងកាយរបស់គាត់ហើយពពួកអមនុស្សនោះគឺរស់នៅក្នុងដើមឈើនឹងក៏ថាបានដែរអ្នកទាំងគ្នានេះគឺជារឿងរ៉ាវមួយខ្ញុំរហូតមកដល់ពេលបច្ចុប្បន្ននៅតែឆ្ងល់ថាមូលហេតុអ្វីបានមនុស្សវិកលចរិតម្នាក់នឹងសភាពគួរឲ្យខ្លាចខុសមនុស្សវិកលចរិតផ្សេងទៀតដែលខ្ញុំបានជួបម្លេះគឺគាត់មានសភាពសក់កន្ទ្រេងកន្ទ្រើងស្លៀកសម្លៀកបំពាក់ឈុតពណ៌ខ្មៅហើយសក់របស់គាត់គឺមិនមែនខ្មៅសុទ្ធទេអ្នកទាំងគ្នាលាយឡំជាមួយនឹងស្កូវពណ៌សជាច្រើនខ្លាំងមែនទែនហើយសភាពមុខមាត់គាត់ក៏គួរឲ្យខ្លាចដែរអ្នកទាំងគ្នាដោយសារតែគាត់មានវ័យចំណាស់អាយុគាត់ប្រហែលជាខ្ទង់60ឆ្នាំហើយអញ្ចឹងសាច់រឿងទី3មានត្រឹមតែប៉ុណ្ណេះដែលវាប្រតិកលាជាមួយនឹងសាច់រឿងទី2ដែលបានកើតឡើងនៅក្នុងពិធីបុណ្យសពលោកយាយរបស់ខ្ញុំនៅក្នុងភូមិតែមួយឥឡូវយើងចូលទៅកាន់សាច់រឿងទី4ទាំងអស់គ្នាសាច់រឿងទី4នេះផងដែរវាកើតឡើងនៅក្នុងអំឡុងឆ្នាំ2021នៅទីតាំងភូមិរបស់លោកយាយរបស់ខ្ញុំដូចគ្នាអ្នកទាំងគ្នាអញ្ចឹងនៅក្នុងអំឡុងឆ្នាំ2021នឹងផងដែរដោយសារតែលោកយាយរបស់ខ្ញុំគាត់បានស្លាប់យូរឆ្នាំហើយខ្ញុំអត់បានទៅលេងផ្ទះលោកយាយរបស់ខ្ញុំជាយូរឆ្នាំមែនទែនដោយនឹករលឹកទីតាំងផ្ទះលោកយាយរបស់ខ្ញុំក៏ដូចជានឹករលឹកទៅកាន់ពូមីងបងប្អូនផ្សេងទៀតដែលរស់នៅតំបន់នោះទើបខ្ញុំសម្រេចចិត្តថានៅថ្ងៃមួយខ្ញុំបានធ្វើដំណើរទៅកាន់ទីតាំងផ្ទះយាយរបស់ខ្ញុំដើម្បីជួបជុំបងប្អូននៅទីតាំងនោះពេលនឹងផងដែរធ្វើដំណើរពីផ្លូវជាតិលេខ5ចូលទៅកាន់ផ្លូវលំមួយនឹងធ្វើដំណើរឆ្ងាយមែនទែនរយៈចម្ងាយរហូតដល់10គីឡូដីប៉ុន្តែខ្ញុំបានសម្លឹងមើលឃើញថាសភាពផ្លូវមួយនេះហាក់បីដូចជាស្អាតជាងមុនដោយសារតែមានការអភិវឌ្ឍហើយនឹងឈូសឆាយចាក់គ្រោះក្រហមថ្មីធ្វើឲ្យផ្លូវមួយនេះមិនសូវមានកលុកធំដូចកាលពីមុនខណៈពេលនឹងផងដែរគឺនៅពេលដែលខ្ញុំបានធ្វើដំណើរពីផ្លូវជាតិលេខ5ចូលទៅតាមផ្លូវលំមួយហ្នឹងធ្វើដំណើរទៅដល់ពាក់កណ្ដាលផ្លូវនៅសល់ពាក់កណ្ដាលផ្លូវទៀតដល់ផ្ទះរបស់លោកយាយរបស់ខ្ញុំអញ្ចឹងនៅពាក់កណ្ដាលផ្លូវហ្នឹងគឺខ្ញុំបានឃើញធូបទៀនជាមួយនឹងផ្លែឈើមួយចំនួនរញ៉េរញ៉ៃខ្លាំងមែនទែនហើយនឹងកណាត់សមួយដុំផងដែរនៅទីតាំងស្ពានមួយកន្លែងដែលជាស្ពានគេកំពុងតែសាងសង់អ្នកនរគ្នាអញ្ចឹងស្ពាននឹងផងដែរគឺគេបានផ្ដាច់ផ្លូវដើម្បីសាងសង់ស្ពាននឹងហើយគេធ្វើផ្លូវវាងនៅគៀនស្ពាននឹងមួយអញ្ចឹងសង្ឃឹមថាអ្នកនរគ្នានឹងយល់ការបកស្រាយមួយនេះនៅពេលនឹងផងដែរខណៈពេលដែលខ្ញុំកំពុងតែជិះនៅលើផ្លូវវាងដើម្បីវាងស្ពានមួយនោះស្រាប់តែខ្ញុំបានឃើញធូបទៀនជាមួយនឹងផ្លែឈើហើយនឹងកណាត់សនៅទីតាំងនោះនៅពេលដែលខ្ញុំឃើញដូច្នេះហើយខ្ញុំបានគិតថាប្រហែលជាមានការសែនព្រេនណាមួយមុននឹងសាងសង់ស្ពាននឹងខ្ញុំអត់បានគិតអីវែងឆ្ងាយទេខ្ញុំក៏បានជិះហួសនឹងហើយខ្ញុំសូមបញ្ជាក់ផងដែរថាផ្លូវដែលចូលទៅទីតាំងតំបន់ផ្ទះលោកយាយរបស់ខ្ញុំគឺមានសភាពស្ងាត់ខ្លាំងមែនទែនអ្នកនរគ្នាជិះចម្ងាយ1គីឡូដីមិនទាន់ឃើញផ្ទះអ្នកភូមិមួយផងអ្នកនរគ្នាអញ្ចឹងមានន័យថាតំបន់ទីតាំងនោះគឺដាច់ស្រយាលពីទីប្រជុំជនខ្លាំងមែនទែនអ្នកនរគ្នាពេលនោះផងដែរខ្ញុំក៏បានធ្វើដំណើរទៅដល់ផ្ទះលោកយាយរបស់ខ្ញុំដោយការនឹករលឹកបងប្អូនយើងក៏បានរៀបចំកម្មវិធីញ៉ាំអីជុំគ្នាមួយហើយកម្មវិធីញ៉ាំអីជុំគ្នានឹងផងដែរខ្ញុំក៏បានបរិភោគស្រាមួយចំនួនដែរខណៈពេលកំពុងតែបរិភោគពូរបស់ខ្ញុំក៏គាត់ភ្លាត់មាត់និយាយទៅលើរឿងរ៉ាវស្ពានមួយនោះអ្នកទាំងអស់គ្នាខណៈពេលដែលខ្ញុំឃើញខ្ញុំបានគិតថាជាការសែនព្រេនណាមួយមុននឹងធ្វើស្ពាននឹងប៉ុន្តែការគិតរបស់ខ្ញុំគឺខុសស្រឡះតែម្ដងការសែនព្រេនមួយនឹងគឺសែនព្រេនដើម្បីហៅប្រលឹងអ៊ំប្រុសម្នាក់ដែលគាត់ជិះធ្លាក់ស្ពាននឹងស្លាប់អ្នកទាំងគ្នាអញ្ចឹងមានន័យថាការគិតរបស់ខ្ញុំគឺខុសស្រឡះតែម្ដងមិនមែនជាការសែនព្រេនសម្រាប់បាក់សាងសង់ស្ពានថ្មីទេគឺសែនព្រេនហៅប្រលឹងអ៊ំប្រុសម្នាក់នោះគាត់បានស្លាប់នៅទីតាំងតំបន់ហ្នឹងដោយការជិះម៉ូតូធ្លាក់ក្នុងស្ពានហ្នឹងអញ្ចឹងរឿងរ៉ាវនឹងផងដែរគឺបានកើតឡើងថ្មីនៅអំឡុងពេលនោះគឺកើតឡើងម្សិលមិញហើយខ្ញុំបានទៅថ្ងៃនេះទៅដល់ទីតាំងកន្លែងផ្ទះលោកយាយរបស់ខ្ញុំហ្នឹងក៏ពូមីងរបស់ខ្ញុំក៏បានរៀបរាប់ថាទើបតែកើតឡើងពីម្សិលមិញនោះទេអ្នកទាំងអស់គ្នាពេលនឹងផងដែរធ្វើឲ្យខ្ញុំព្រឺក្បាលខ្លាំងមែនទែនមូលហេតុអ្វីបានខ្ញុំគិតថាខ្ញុំព្រឺក្បាលម្លេះដោយសារតែខួរក្បាលរបស់ខ្ញុំនៅតែគិតទៅលើទិដ្ឋភាពដែលខ្ញុំបានឃើញគឺសំណែនហើយនឹងក្រណាត់សនៅទីតាំងតំបន់ស្ពានមួយនោះអ្នកទាំងគ្នា
អញ្ចឹងខ្ញុំសូមកាត់រហូតមកដល់ពេលល្ងាចនៅពេលល្ងាចនឹងផងដែរដោយសារតែខ្ញុំមានធុរៈផ្សេងទៀតត្រូវធ្វើខ្ញុំអត់បានគេងនៅផ្ទះលោកយាយរបស់ខ្ញុំទេខ្ញុំក៏បានលាពូលាមីងនៅក្នុងអំឡុងប្រហែលជាម៉ោង6កន្លះអ្នកនរគ្នាអញ្ចឹងម៉ោង6កន្លះពេលនោះគឺធ្លាក់ថ្ងៃទៅហើយអញនិយាយបានថាវាងងឹតនៅម៉ោងប្រហែល6កន្លះនឹងផងដែរខណៈពេលដែលខ្ញុំលាពូមីងរួចហើយខ្ញុំក៏បានធ្វើដំណើរចាក់ចេញមកវិញពូហើយនឹងមីងរបស់ខ្ញុំក៏ចង់ជូនខ្ញុំឲ្យផុតផ្លូវនឹងដែរប៉ុន្តែដោយសារតែខ្ញុំខ្លាចរំខានគាត់ច្រើនហើយណាមួយខ្ញុំឃើញថាគាត់មានសភាពស្វឹងស្រាហើយដល់ពេលអញ្ចឹងខ្ញុំខ្លាចមានបញ្ហាគ្រោះថ្នាក់ណាផ្សេងទើបខ្ញុំសម្រេចថាខ្ញុំនឹងទៅម្នាក់ឯងឲ្យគាត់នៅផ្ទះសម្រានពេលនឹងផងដែរគឺខ្ញុំបរិភោគស្រាអត់ច្រើនទេអ្នកនរគ្នាខ្ញុំបរិភោគតិចតួចខ្លាំងមែនទែននៅពេលដែលខ្ញុំធ្វើដំណើរតាមផ្លូវហ្នឹងខ្ញុំនៅតែមានអារម្មណ៍ថាខ្ញុំខ្លាចនៅទីតាំងតំបន់ហ្នឹងដោយមើលឃើញនៅសំណែនផ្សេងដែលខ្ញុំបានឃើញតាំងតែពីថ្ងៃខណៈពេលនោះផងដែរគឺខ្ញុំជិះម៉ូតូយឺតខ្លាំងមែនទែនខ្ញុំរងចាំឲ្យមានអ្នកភូមិជិះមកតាមក្រោយខ្ញុំដើម្បីធ្វើដំណើរទៅជុំគ្នាកុំឲ្យខ្លាចពេលហ្នឹងគឺមានអ្នកភូមិពិតប្រាកដមែនគឺអ៊ំប្រុសម្នាក់គាត់បានជិះម៉ូតូសង្ការេចាស់មួយជិះមកតាមក្រោយខ្ញុំមានភ្លើងកែវពាក់នៅលើក្បាលរបស់គាត់នៅពេលដែលខ្ញុំបានឃើញបែបដូចនេះហើយខ្ញុំក៏មានអារម្មណ៍ថារៀងកក់ក្ដៅជាងមុនហើយក៏បន្តជិះយឺតទៅខាងមុខទៀតមិនយូរប៉ុន្មានទេអ្នកនរគ្នាខ្ញុំក៏បានជិះទៅដល់ទីតាំងកើតហេតុហ្នឹងនៅពេលដែលខ្ញុំបានជិះឆ្លងកាត់ផ្លូវវាងនឹងហើយខ្ញុំបានឡើងមកលើផ្លូវគ្រូក្រហមវិញប៉ុន្តែអ៊ំប្រុសមួយហ្នឹងគាត់នៅតែចាំងភ្លើងនៅតាមក្រោយខ្ញុំមិនទាន់មកដល់កន្លែងផ្លូវវាងនឹងទេមានន័យថាគាត់នៅជិះរ៉ិក្រោយខ្ញុំប្រហែលជាចម្ងាយពីខ្ញុំទៅគាត់នឹងប្រហែលជា200ម៉ែត្រពីគ្នាអ្នកនរគ្នាអញ្ចឹងនៅពេលដែលខ្ញុំបានឆ្លងផ្លូវវាងនឹងឡើងទៅកាន់ខ្នល់គ្រូក្រហមរួចហើយគាត់នៅម្ខាងស្ពានខាងនេះអញ្ចឹងមានន័យថាម្ខាងស្ពានម្នាក់អ្នកទាំងអស់គ្នារឿងរ៉ាវមួយដែលខ្ញុំនឹកស្មានមិនដល់កើតឡើងនៅតំបន់នោះខ្ញុំមិនដឹងថាជាការភ័យខ្លាចរបស់យើងទើបកែវភ្នែករបស់យើងបង្កើតនៅរូបភាពទាំងអស់នឹងមកខ្ញុំអត់ដឹងទេប៉ុន្តែពេលហ្នឹងខ្ញុំអត់ស្វឹងទេអ្នកនរគ្នាខ្ញុំឃើញច្បាស់ខ្លាំងមែនទែនអ៊ំប្រុសម្នាក់ហ្នឹងគឺគាត់នៅម្ខាងស្ពានខ្ញុំនៅម្ខាងស្ពានគាត់ជិះនៅតាមក្រោយខ្ញុំពេលហ្នឹងផងដែរអ្នកនរគ្នាគឺខ្ញុំបានមើលតាមកញ្ចក់ម៉ូតូរបស់ខ្ញុំមើលថាអ៊ំប្រុសមួយហ្នឹងគាត់ជិះចូលមកដល់កន្លែងផ្លូវវាងនៅពេលដែលខ្ញុំមើលតាមកញ្ចក់ម៉ូតូរបស់ខ្ញុំទៅខ្ញុំឃើញមនុស្សម្នាក់លោតចុះទៅក្រោមស្ពាននឹងតែម្ដងអ្នកនរគ្នានៅពេលដែលខ្ញុំបានក្រឡេកទៅមើលនៅក្នុងកញ្ចក់ម៉ូតូរបស់ខ្ញុំគោលបំណងដែលខ្ញុំមើលហ្នឹងគឺខ្ញុំមើលថាអ៊ំប្រុសម្នាក់ហ្នឹងគាត់បានជិះតាមផ្លូវវាងឡើងមកខ្នល់គ្រូក្រហមជាមួយខ្ញុំនៅប៉ុន្តែនៅពេលដែលខ្ញុំមើលកញ្ចក់ហ្នឹងគឺគាត់អត់ទាន់មកទេប៉ុន្តែអ្នកទាំងអស់គ្នាដឹងអ្វីដែលខ្ញុំបានឃើញអត់គឺខ្ញុំព្រឺព្រួយខ្លាំងមែនទែនគឺខ្ញុំបានឃើញមនុស្សម្នាក់បានលោតចូលទៅក្នុងស្ពានហ្នឹងអ្នកនរគ្នាអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាយល់អ្វីដែលខ្ញុំបកស្រាយអ៊ំប្រុសម្នាក់ហ្នឹងគឺគាត់បានឈួលពិលនៅលើក្បាលរបស់គាត់ម៉ូតូរបស់គាត់អត់មានភ្លើងទេគាត់ឈួលពិលនៅលើក្បាលរបស់គាត់នៅម្ខាងស្ពានហើយខ្ញុំបានជិះតាមផ្លូវវាងឡើងមកម្ខាងស្ពានទៀតហើយអញ្ចឹងមានន័យថាផ្លូវតែមួយប៉ុន្តែយើងម្ខាងស្ពានម្នាក់ប៉ុន្តែនៅពេលដែលគាត់ចាំងភ្លើងនឹងមកហើយយើងមើលតាមកញ្ចក់ម៉ូតូហ្នឹងទៅលេងស្រាប់តែឃើញមានមនុស្សម្នាក់លោតចូលក្នុងស្ពានហ្នឹងអ្នកទាំងគ្នាអញ្ចឹងពេលហ្នឹងផងដែរគឺខ្ញុំព្រឺព្រួយខ្លាំងមែនទែនអារម្មណ៍របស់យើងគឺថាយើងទប់អត់ជាប់ទេអ្នកទាំងគ្នាខ្ញុំញ័រអស់លេងហើយមូលហេតុអីបានមនុស្សម្នាក់ហ្នឹងលោតទៅចូលក្នុងស្ពានមួយហ្នឹងអញ្ចឹងខ្ញុំអត់ដឹងថាអ៊ំប្រុសដែលជិះតាមក្រោយខ្ញុំហ្នឹងគាត់ឃើញឬក៏អត់ទេដោយសារតែអាភ្លើងចាំងនឹងឯងទើបខ្ញុំឃើញមនុស្សដែលលោតចូលទៅក្នុងស្ពានហ្នឹងអញ្ចឹងអ្នកទាំងគ្នាសាកសម័យរូបភាពមើលថាកញ្ចក់ម៉ូតូអញ្ចឹងហើយយើងសឡឹងរហូតថាអ៊ំនឹងមកនៅអញ្ចឹងណានៅពេលដែលគាត់ចាំងភ្លើងមកវាមិនជះពេលដែលគាត់ចាំងភ្លើងទៅវាជះធំអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងមើលកញ្ចក់ម៉ូតូហ្នឹងទៅអាភាពភ្លើងរបស់គាត់ជះហ្នឹងយើងមើលឃើញមនុស្សដែលលោតចុះទៅក្នុងស្ពានហ្នឹងអ្នកទាំងគ្នាពេលហ្នឹងអ្នកទាំងគ្នាទោះបីជាខ្ញុំពាក់មួកការពារក៏ដោយក៏ខ្ញុំមានអារម្មណ៍ថាខ្ញុំបាសសក់ដែរដោយសារតែខ្ញុំគិតថាមិនមែនជាមនុស្សទេទន្លា 100% គឺពពួកអមនុស្សពេលហ្នឹងខ្ញុំជិះម៉ូតូក្លិច021បាទដោយសារតែម៉ូតូក្លិចរបស់ខ្ញុំហ្នឹងខ្ញុំលេងភ្លើងជះភ្លឺខ្លាំងមែនទែនពេលដែលខ្ញុំជិះមកឆ្លងកាត់កន្លែងស្ពានហ្នឹងអត់មានឃើញណាគេឈរឡើយហ្នឹងទេប៉ុន្តែនៅពេលដែលខ្ញុំមើលតាមកញ្ចក់ចាំង
ចាំងភ្លើងពីអ៊ំប្រុសម្នាក់នោះទៅជាឃើញមនុស្សម្នាក់លោតចុះទៅក្រោមស្ពាននឹងវិញនេះគឺជាសាច់រឿងទី4នៅក្នុងអេពីសូតទី6អ្នកទាំងគ្នាគឺពិតជាព្រឺព្រួយខ្លាំងមែនទែនខ្ញុំសង្ឃឹមថាសាច់រឿងទាំង4នៅក្នុងអេពីសូតទី6នេះពុកម៉ែបងប្អូនទាំងអស់គ្នាពេញចិត្តនៅក្នុងការបកស្រាយក៏សូមអធិស្ឋានពីសំណាក់ពុកម៉ែបងប្អូនទាំងអស់គ្នាប្រសិនបើការបកស្រាយរបស់ខ្ញុំមានពាក្យពេចន៍លើសលួសមិនសមរម្យកន្លែងណាមួយក៏សូមអធិស្ឋានហើយសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាបន្តគាំទ្រកម្មវិធីការបញ្ជូនផ្ទាល់បន្តទៅមុខទៀតអ្វីដែលសំខាន់មួយទៀតក៏សូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុច Subscribe បានមកលើ YouTube Channel របស់ខ្ញុំម្នាក់មួយ Follow TikTok Like Facebook Page ដែលមានឈ្មោះដូចគ្នាយុនអេសានៅក្នុងកម្មវិធីការបញ្ជូនផ្ទាល់ខ្ញុំនឹងព្យាយាមផលិតនៅវីដេអូបន្តទៀតអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាគាំទ្រកម្មវិធីការបញ្ជូនផ្ទាល់ដើម្បីឲ្យកម្មវិធីមួយនេះឆ្ពោះជំហានបន្តទៅមុខទៀតអញ្ចឹងខ្ញុំសូមបញ្ចប់វីដេអូមួយនេះត្រឹមតែប៉ុណ្ណេះក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរដែលខំចំណាយពេលវេលាដ៏មានតម្លៃតាមដាននិងទស្សនាតាំងតែពីដើមរហូតមកដល់ចប់នៅក្នុងអេពីសូតទី6នេះបាទពីខ្ញុំបាទអេសាខ្ញុំនឹងធ្វើការបកស្រាយទៅលើសាច់រឿងបន្តទៀតនៅអេពីសូតក្រោយៗសូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាសុខភាពល្អគ្រប់គ្នាពីខ្ញុំបាទអេសាសូមអរគុណសូមជម្រាបលា